រឿងនេះបើបងប្អូនដែលគាត់និយមតាមដាន profile របស់ខ្ញុំគាត់ប្រកាសជាបានឃើញខ្ញុំធ្លាប់បង្ហោះខ្លីមិនតិចដូច thriller រឿងអញ្ចឹងហើយរឿងនេះខ្ញុំបានបង្ហោះប្រហែលថ្ងៃមុន share poster របស់យើងហ្នឹងដាក់ថាថ្លៃបណ្ដាការចំណងជើងថ្លៃបណ្ដាការតែហេតុការណ៍ហ្នឹងយូរនៅបងខ្ញុំទៅជួបអាចថាថ្មីអូខេឆ្នាំទៅចុងឆ្នាំដែរអូខេបាទបានអញ្ជើញចាំមើលហើយការនិយាយរបស់ខ្ញុំនៅក្នុងថ្ងៃនេះបងប្អូនអាចចាត់ទុកថាជាការកំសាន្តសោះព្រោះខ្ញុំអាចនឹងប្រើរបៀបនៃការនិយាយមួយដើម្បីបងប្អូនសម័យឲ្យដូចជាកុនតែម្ដងបាទអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាវិលទៅកាន់ផ្ទះគាត់ហ្នឹងគឺជាគ្រួសារមួយដែលគាត់មានមុខរបរដែលគាត់មានចំណូលច្រើនអញ្ចឹងមានន័យថាគាត់មានលទ្ធភាពនៅក្នុងផ្ទះដែលមានភាពទំនើបកម្មល្អផ្ទះវីឡាហើយមានរបស់ប្រើប្រាស់ហ្នឹងក៏រៀងកម្រិតអ្នកដែលអភិជនដែរមានអ្នកមានគាត់នៅក្នុងបរិយាអូខេហ្នឹងហើយអញ្ចឹងផ្ទះគាត់វីឡានៅក្នុងបរិយាបងប្អូនប្រកាសជាយល់ហើយថាកម្រិតជីវភាពគាត់របៀបម៉េចអញ្ចឹងនៅក្នុងថ្ងៃមួយហ្នឹងខ្ញុំចាប់ដើមចូលសាច់រឿងមកដោយគឺកូនគាត់មានកូន2នាក់កូនប្រុសបងនិងកូនស្រីបើហើយនៅក្នុងផ្ទះមានមេចុងភៅម្នាក់និងឪពុកម្ដាយគាត់2នាក់ទាំងអស់5នាក់រាប់ទាំងមេចុងភៅបាទរាប់ទាំងមេចុងភៅហើយកូនស្រីបើគាត់ហ្នឹងមានស្នេហាជាមួយនឹងសង្សារម្នាក់ដែលធ្លាប់ចេញចូលផ្ទះរបស់គាត់ដែលអាចនិយាយបានថាគេស្គាល់ហើយសាច់ញាតិខាងមនុស្សស្រីណាចាស់ទុំអីគេទទួលស្គាល់ចេញចូលផ្ទះអីហ្នឹងគេគឺចូលចិត្តបាទប៉ុន្តែវាមានហេតុការណ៍មួយនៅពេលដែលម្ដាយហ្នឹងគាត់ចាប់ផ្ដើមប្រាប់កូនស្រីថាថ្លៃបណ្ដាការដែលគាត់ចង់ឲ្យម្នាក់មួយសង្សាររបស់កូនហ្នឹងមកតដឹងគាត់ហ្នឹងណាគឺក្នុងកម្រិតមួយដែលខ្ពស់បំផុតដែលឪពុករបស់គាត់នេះប្តីរបស់អ៊ីហ្នឹងណាបាទគាត់និយាយជាមួយនឹងកូនច្បងរបស់គាត់ខ្លួនឯងប្រុសនេះថាហេតុអីក៏ម្ដាយខ្លួនឯងដាក់ថ្លៃបណ្ដាការខ្ពស់អីក៏ខ្ពស់ដល់ថ្នាក់ហ្នឹងហើយរហូតដល់គាត់ថាគ្រាន់តែដាក់ថ្លៃបណ្ដាការហ្នឹងមកគឺបងប្អូនអាចយល់ន័យមួយថាដាក់ដើម្បីកុំឲ្យគេចូលសួរបានដាក់ឲ្យខ្ពស់កុំឲ្យគេយកបានហ្មងកុំឲ្យគេដល់ហ្មងយល់អញ្ចឹងបើយើងប្រើភាសាមួយទៀតដាក់តម្លៃថ្លៃទឹកដោះឲ្យខ្ពស់ដើម្បីកុំឲ្យសង្សារគាត់ហ្នឹងចូលទៅដឹងកូននឹងបានកុំឲ្យបានគ្នាហ្មងបាទហើយអ្នកក្នុងផ្ទះចាប់ដើមរៀងចង់ឆ្ងល់បងពីព្រោះពីដើមមកគឺចេញចូលផ្ទះសេរីទេបាទចេញចូលផឹកទឹកអីញ៉ាំបាយអីគឺមនុស្សគេចូលចិត្តគ្រប់គ្នាប៉ុន្តែតែមករយៈហ្នឹងនិយាយពីរឿងថ្លៃទឹកដោះគឺម្ដាយហ្នឹងដាក់កម្រិតខ្លាំងមែនតើរហូតដល់អត់មានភាសាមួយគ្នាទេឪពុកថាឯងដាក់អញ្ចឹងច្រើនពេកដឹងណាបថយបន្តិចទៅអីបន្តិចទៅដើម្បីឲ្យគ្នាវាបានមានលទ្ធភាពមានអីធូធាអីចឹងណាបាទក៏ម្ដាយហ្នឹងដាច់ញ៉ាត់ថានៅតែប៉ុណ្្នឹងបើអត់មានកុំមកយកកូនគាត់របៀបអត់ចង់លើកកូនអត់ចង់លើកឲ្យហ្មងហើយគេគ្រប់គ្នាគេឆ្ងល់រហូតមែនយើងនិយាយពីមតិគាំទ្រវិញនៅក្នុងផ្ទះអ៊ីចុងភៅគាំទ្រអាមួយប្រុសនោះលេខ1ពីព្រោះគាត់ពេញចិត្តគាត់ចូលចិត្តអតចរិតគាត់ចូលចិត្តរូបរាងសង្ហាសំជាបរោះមើលមកសំជាមួយនឹងកូនស្រីរបស់គាត់ហើយចរិតល្អទៀតចរិតល្អយើងមើលមកគឺមនុស្សដែលស្អាតដែលថ្លៃថ្នូរមានគេហៅថាមានអំណោយទានបាទឪពុកគាត់ហ្នឹងក៏ពេញចិត្តបងប្រុសគាត់បងរបស់កូនប្រុសច្បងក្នុងផ្ទះហ្នឹងក៏ពេញចិត្តស្រេចតែមួយរយៈហ្នឹងម្ដាយបែរជាមិនមានភាពពេញចិត្តហើយគាត់ក៏លើកឲ្យរឿងថ្លៃបដាការហ្នឹងមកអញ្ចឹងវាធ្វើឲ្យផ្ទះហ្នឹងចាប់ដើមញ៉ៃញ៉ៃឪនិយាយជាមួយម្ដាយក៏ឆ្លោះគ្នាម្ដាយនិយាយជាមួយនឹងកូនស្រីខ្លួនឯងក៏ឆ្លោះគ្នាខាងសង្សារនោះមកលួងកូនសង្សារខ្លួនឯងនេះឲ្យមកបំបោម៉ែឲ្យចោះក៏ឆ្លោះគ្នាគឺតម្លៃរឹងគឺប៉ុណ្ណឹងរហូតដល់ថ្នាក់ឲ្យកូនស្រីហ្នឹងឈប់តាក់តងឬមួយក៏សុំបែកគ្នាជាមួយម្នាក់ប្រុសហ្នឹងដោយគិតថាអត់មានលុយចូលសួរដាក់កំណត់ថ្ងៃផុតកំណត់ហ្មងបើថ្ងៃហ្នឹងមិនមានមកចម្លើយថាចូលទេគឺគាត់អត់ឲ្យតាក់តងគ្នាទេដាច់យកហ្មងអញ្ចឹងឪពុកហ្នឹងគាត់ក៏អាណិតកូនស្រីគាត់ដោយសារតែនេះគេហៅថារឿងស្រីគេនិយាយស្រីគ្នាឯងបាទតោះណាអញ្ចឹងថ្ងៃមួយហ្នឹងគាត់ដើរកាត់កតុបរបស់កូនស្រីគាត់រកចូលប៉ុន្តែគាត់ឃើញម្ដាយហ្នឹងចូលកំពុងតែនិយាយជាមួយនឹងកូនហ្នឹងហើយយំផងអីផងអញ្ចឹងទៅគាត់ជាឪពុកគាត់ក៏មិនទៅចូលលូកលាន់ទេគាត់មិនទៅនិយាយទេគាត់គិតថាមានម៉ែលួងហើយណាអញ្ចឹងគាត់មិនទៅទេអញ្ចឹងគាត់សុកចិត្តដើរហួសទៅចាំមានពេលក្រោយចាំគាត់អ្នកលួងត្រឡប់មកកន្លែងនេះវិញ
miền ngày lòng ban mà để giá côn sấy nó có qua chập đám miền ở cà ra Australia luôn ai chỉ đám nhưng tới mà đai nó có tay tập ở bụng nó tha cùng bà ram côn nó cứ bia cất trơn nè bia bà bạ chất vì ai vì chư vì ai chẳng tê ta lại nó vì lên ai hai nè ai việc đa lên vì ai thò mà đa tay là ngày chẳng có mà nè chập đám thnom chất côn sấy nâng thnom ngày muối côn sấy nắng quật phụ mẹ mà do ta đai lên chẳng mai ấy khơi nhé còn là khơi côn trong đai lên sẽ bài chất thế bà có ói ta đai lên cho mùi phụ mẹ ta lóp mau vĩnh côn nắng khởi ban bật phẹ đục mà là ta đi thăm mình nước không sợ than là phép phay khai bầm phật đôi mình nước phay đục mau hiện là khai phay đôi đai lên từng to mang đầm ti hướng chi mau vinh nho thật từng pi nè đôi côn sát thở tận chăng chẳng mật phẹ nó có phẹp tên mà đai nắng thá ban chuột chỉ mùi nắng ở tây đạp đất sang xa bao nè côn nằng chụp nằng bồ rọ nằng đó là ngày chấn bồ rọ nằng có ban vậy ấy chỉ mũi quạt tới bàn tay miến lia lom nằng bị cùng riêm cùng hành bờ ót tới tam bón ồn ấy có sốc chỉ phải mai ồn ấy có sốc này toàn á bà chấn cái này nó có thấy cái này nó có do bị sầm đấy nó mà hẹp máy có tập hẹp bình chấn nó có tha nè nang mình được khấn mà dương thử kia sọc rồi sọc bị đau tới miền để na từ tha ấy ở kia tranh châu tia bài tập ấy thò mà đa đòi trong khói mà thư thay tập đo bạn để sai kia không tụm rung trắng để na từ sờ bài chất con này vậy đo chùm nội nắng và ở đây nó còn nhẹ xua vậy từ mà pôn con nắng á và pôn con nắng có cho tha trẻ ở lấy bài bên ai trong đắng trong prap rừng nắng viền trẻ có y trong phơi nó còn đào mà nó tất cả côn phở con này hẹp nhom lại không thể than là phép đó nhé y trong phơi còn đào mà đó có tháng bài thưa một hộp bài phật hai giỏi còn hộp ấy chẳng này chúng ta kia miền trong phơi thưa một hộp thưa ấy bài phật của con nè miền thọp sầm bát cái thưa chẳng á bông tại nhâm nó sẽ côn họ nó còn đào trong máu còn tha pa ngày nó ngày sau là phải nhau tới hiệp trong phải chơi ấy sai asana luôn ấy nơ lơ tê ấy chẳng tới ở bộ nó có thà anh play ấy chẳng tới ở ban hiệp ở ban ấy tê chẳng cô nó làm bài anh bạch thấy bài anh bài hay chạm lan tới thuộc tới buộc qua ban phẹp y trong phơi nó ơi từ chui riếp khương đồng vải phai ngày sơn nó asana bỏ ở bộ nó hai ấy bài anh bạch bà rộng tê còn nó nè chẳng cô nó ở những của xua câu cho asana cô này nó hiệp hay đấy có thà con asana con mọi cái pa tê con hiệp còn bàn tinh phải chơi tê con đã tật tay con đã tới ở thuộc hai ấy bạch pa con tê chẳng phải ở từ thuộc bài tới asana thông trên côn chẳng tới cô nó có quát vậy và đá có tiên con vay con chi hồ từ tên nhà bán đi con quát vì bài một từ cả chọn không tên vì la nè con nó khẽ tè tay khẽ tè nó mình cái chọn mà lấy như một tiêu tè nó tè vì lá hay thuê cả đó cả chọn song khang chứ cái tục thuộc như miền pi chẳng châu tới thuê cả đảo chẳng con còn đã nở điện chắc bây còn lang chi con còn mình mơ khơi cả chọn nè chẳng còn mơ khơi cả chọn nè mình vay cho tôi nhưng miền mưa ấy cho mình vay cho tôi mưa ấy con cái lệch máu con khơi y trong phơi nữa á lớp phải chơi mà thác đa lang chả đà đá một đống lang chả đà cái vì lá thì tôi tới chả đà nó thẳng sam đầy lang khỏi tu ha trang khỏi tu hả anh trang khỏi tu nó con sầm lăng mục mà nè y trong phơi nó còn lớp phải chơi tay còn bài một mà hỏi cô nâng trẻ đa và đá bài trong một mơ ở tới thoáng thì hãy cô nó còn chập đa mưa một y trong phơi nó tam cả chọn năng tới hãy từ trăm thay cả chọn te cốt chỉ tu tới cái khai cái đáy cái đại UV cái bật UV tới vì mưa ở cho ba tê chẳng còn sẽ mưa tới sẽ khơi một y trong phơi nó tới chỉ chom prai đôi con tháp prai tận một prai tùm rung một tới chỉ mình được xi mũi tiệt này con ta mình được prai cài chăng chẳng còn y nó còn đa sầm lấn con chẳng từ đáy tại đa lang chả đá bật phật tới chẳng có chập đam chẳng ngầu hay ở bộ quát có chập đam mà xu quạt ha còn ấy tên na tới này ấy chẳng đó còn tinh đi tinh nút còn nhà tinh ấy chẳng thấy miên dục mùi nắng côn phỏ quát nè côn bong nè cho bong phỏ nắng ạ mau bị cái bị dục quát mình phở te vì la lấy cái phở sao ấy cái sao scan á cái còn đại pop sạch thuyền nắng hoạt đó hay vì còn là lột lọc tệ khắc bàn tay dương thời cách phía rồi trong phần này bàn tay lượng nít quát scan hái thuyền nó khắc thuyền nó là bộ từ bài luôn này bàn tay bài nó có viên mình bài đôi con mỏ vu tiang ấy này còn là chưa chầm lại thuyền nó rọt đó thời cách bàn tay lượng nít phía hai luôn này mình tịch vô lên nên là thọp phở sao nữa á p để hai thuyền nó á
ខ្យល់ក្នុងផ្ទះរបស់គាត់មកវឹកដែលបុកចង់ពីមុខគាត់ហ្នឹងគឺជាខ្យល់ដែលគាត់អត់ដែរទទួលអារម្មណ៍នឹងពេលដែលគាត់នៅផ្ទះហ្នឹងទេខ្យល់ចំហាយត្រជាក់ដែលធ្វើឲ្យគាត់ព្រឺចង់ខ្នងហើយគាត់ចម្លែកត្រង់ថាហេតុអីក៏ផ្ទះគាត់យប់ហ្នឹងងងឹតម៉េះបិទភ្លើងទាំងអស់ហើយគាត់កូនចៅចិនជំនាញផ្ទះកុងម៉ាគេមិនដែលបិទភ្លើងទេគេតែតែមានភ្លើងក្រហមបើកចោលតែយប់នេះគឺគាត់បិទភ្លើងទាំងអស់អញ្ចឹងគាត់ក៏ចាប់ដើមដោះស្បែកជើងដោះអីចឹងទៅរៀបសវេសវ៉ាប្រចាំង flash ប្រចាំងអីរហទៅកន្លែងកុងតាក់បើកភ្លើងស្អីគាត់កង្លែកទៅនៅសាឡុងទទួលភ្ញៀវហ្នឹងគាត់ឃើញអ៊ីចុងភៅកំពុងតែគេងនៅលើសាឡុងទទួលភ្ញៀវខុសប្រកដីមានន័យថាគេមានកតុបក្រោយវីឡាគេមានអាកតុបក្រោយក្រៅផ្ទះមួយទៀតដើម្បីឲ្យអ្នកស្នាក់នៅគាត់នៅហេតុអីក៏យប់ហ្នឹងអ៊ីមកគេងទៅហ្នឹងហើយទម្រង់នៃគាត់គេងគឺគាត់គេងត្រង់ខ្លួនដៃដាក់សដោកត្រង់ចេះប៉ុន្តែគាត់គេថាក្របភួយត្រឹមនេះបងប៉ុន្តែជាទូទៅក្របភួយយើងដាក់ដៃក្នុងភួយទៅហ៎ប៉ុន្តែគាត់ដាក់ដៃសង្កត់លើភួយចេះហើយជើងត្រង់អូដូចសពប៉ុន្តែដៃក្រៅភួយគាត់អត់ដាក់ចេះហេគាត់ដាក់ចេះហើយដេកក្បាលត្រង់អញ្ចឹងបងដេកក្បាលឡើងទៅលើត្រង់អញ្ចឹងអត់មានអីតុនកអត់មានទេដេកដូចបងនីតាដែរហើយសក់គាត់អត់មានដេកធម្មតាគាត់ទាញសក់គាត់ឡើងមកលើចេះអញ្ចឹងមានថាសក់គាត់ទឹកសំពូងនៅនឹងដូចមនុស្សស្រីកក់សក់ហាត់តន់សក់អត់តន់ស្ងួតអញ្ចឹងអញ្ចឹងសក់ហ្នឹងអររាហើយកូនប្រុសហ្នឹងថ្ងៃហ្នឹងមីងមកគេអីទៅហ្នឹងគាត់ក៏អត់បើកភ្លើងនៅកន្ទប់ទូភ្ញៀវហ្នឹងទេគាត់ក៏ស្ងាត់បាញ់ឲ្យ flash ហ្នឹងទៅដល់កន្លែងផុតទៅអាផ្ទះបាយខាងក្រោយកន្លែងតុបាយគេមានម៉ាស៊ីនទឹកនេះគាត់ក៏ទៅចុចទឹកប៉ុន្តែភ្នែកគាត់ស្រឡឹងមើលទៅអ៊ីចុងភៅហ្នឹងហេតុអីក៏គេងនៅហ្នឹងឲ្យចម្លែកម៉េះដូចជារូបភាពមួយដែលឲ្យគាត់អត់មានសុវត្ថិភាពតោះហ្នឹងណាហើយគាត់ប្រាប់ខ្ញុំថាក្នុងកលៈទេសៈពេលហ្នឹងណាបើសិនជាគាត់ញ៉ាំទឹកហើយគាត់នឹងទៅដាស់មីងចុងភៅហ្នឹងព្រោះខ្លាចមីងមានបញ្ហាហើយក៏មកគេងរបៀបអញ្ចឹងគាត់គួរឲ្យខ្លាចទាំងទម្រង់គាត់មិនដែលឃើញទេតែគាត់មើលហើយគាត់មានអារម្មណ៍ថាដូចអត់ស្រួលមិនទេហើយគាត់អត់មានមើលអាដៃគាត់ចាក់ទឹកហ្នឹងទេគាត់ថាពេលហ្នឹងគាត់កពុបទឹកកពុបអីតិចតួចហ្នឹងក្នុងចិត្តគាត់ថាខ្លាចម៉ែគាត់ចុះមកយកទឹកល្អទឹកដួលអញ្ចឹងគាត់ក៏ទៅបើកទ្វារអាចក្រានបាយខាងក្រៅក្រានបាយសើមណាទៅយកប្រដាប់ជូតទាំងប្រដាប់ជូតហ្នឹងដើរកាត់កតុបអ្នកស្នាក់នៅដើរកាត់កតុបរបស់អ្នកស្នាក់នៅត្រូវឲ្យប្រូនអាប់អានធម្មតាក្តារជូតគេទុករៀងគេក្រៅផ្ទះគៀនបាទគៀនគាត់មានទម្លាប់មួយអត់ដែរអឺតកតុបអ្នកនៅជាមួយទេប៉ុន្តែលើកនេះគាត់ដើរកាត់បន្ទប់ហ្នឹងមានប្អួយទូចមួយណាគាត់ឃើញកង្ហាលបើកអូនៅក្នុងកន្ទប់ហ្នឹងដែលដាក់សិនចេះគេដាក់កង្ហាលគាត់ឃើញកង្ហាលបើកគាត់ក៏ឆ្ងល់ថាចាមិនតែគេនឹងក្រៅហើយក្នុងនេះបើកកង្ហាលចោលគាត់ក៏អឺតទៅមើលក្នុងបន្ទប់ឃើញអ៊ំហ្នឹងកំពុងតែនៅក្នុងកន្ទប់ថ្វាយអង្គមខ្នើយរៀបគេហ្នឹងអង្គមខ្នើយរៀបគេគាត់ស្ទុះទៅកន្លែងដែរគាត់មើលអាសាឡុងហ្នឹងណាបើកខ្លួនដេញតាំងពីក្រៅនឹងរហូតទៅដល់គាត់ឃើញតុក្កតារបស់ប្អូនស្រីគាត់គឺអាតុក្កតា Pink Panther អាធំអា Pink Panther អាធំហ្នឹងវែងគាត់ដៃជើងហ្នឹងវែងហ្នឹងហើយគាត់ក៏គិតថាមិនស្រួលខ្លួនហើយគាត់ក៏យកដៃកដោបបតងខ្សែកប្រាក់គាត់ហើយគាត់បិទភ្នែកអធិដ្ឋានបើកភ្នែកត្រឡប់មកវិញគាត់ឃើញមនុស្សប្រុសម្នាក់ពាក់ក្បិនតែក្បិនសឈរនៅពីមុខគាត់ប្រហែលជាខ្ទង់5ម៉ែត្រទេឃើញច្បាស់នឹងមួយម៉ាត់គាត់នៅសាឡុងឃើញនៅកន្លែងគាត់ចុចទឹកឃើញមកជ្រក់ចូលទៅផ្ទះបាយខាងក្រោយហើយញ៉ាំបាយអញ្ចឹងវាគៀកគ្នាទេកន្លែងទទួលភ្ញៀវហើយគាត់ទៅផុតចដើមមួយដល់កន្លែងទ្វារហ្នឹងបាត់ហើយឈរហើយដឹងដៃកាន់អីមកចំហៀងកាន់ដាវមកចំហៀងទៀតកាន់ក្បាលកូនក្មេងហើយគាត់គ្រាន់តែឃើញកូននឹងងាកមកគាត់បើកមកគាត់បោះក្បាលកូនក្មេងហ្នឹងឲ្យកូនប្រុសហ្នឹងហើយគាត់ក៏ទុនជើងហើយកៅអៅគាត់របូតហើយឃើញរបួសពេញខ្លួនហើយកូនហ្នឹងក៏គាត់ភ័យគាត់ស្លន់ស្លោអញ្ចឹងទៅកន្លែងនេះគឺជាដើមហេតុដែលឲ្យកូនគាត់ចាប់ផ្ដើមមានបញ្ហាជាមួយនឹងផ្ទះហើយមិនឲ្យដឹងទាំងអស់ហ្នឹងគាត់ដឹងនៅណាគឺគាត់ទៅសមាធិនៅក្នុងអាសនៈរបស់គាត់ហើយគាត់ដេកលក់អ្វីដែលគាត់ឃើញមិញគឺសុបិនទាំងអស់យកសពទាំងអស់ទេបាទយកសពទាំងអស់ប៉ុន្តែគឺឃើញស្ដែងវាគួបនឹងគាត់ឃើញមីងចុងភៅបដូរមុខមាត់ពេលដែលលើកមហូបឡើងទៅបាទកន្លែងនេះដែលគាត់ចាប់ដើមទៅប្រាប់ឪគាត់ពីព្រោះឪជាមួយកូនហ្នឹងមនុស្សជំនឿមនុស្សមានអាសនៈមនុស្សជំនឿគាត់គាត់ថាចាប់ដើមផ្លាស់ប្ដូរយោបល់គ្នាគាត់ហ្នឹងណាបាទមកដល់កន្លែងនេះឪពុកគាត់ចាប់ដើមឲ្យកូនទាំងអស់កូនប្រុសគាត់ហ្នឹងស្ងប់ស្ងាត់កុំនិយាយអីទាំងអស់កុំមាត់កុំអីមានរឿងអីធ្វើម៉េចកុំឲ្យផ្អើឆោឡោក្នុងផ្ទះបាទ
អ្វីដែលគួរឲ្យខ្លាចគឺចាប់ដើមធ្វើទុកទៅលើម្ដាយគាត់បើណែឃើញមនុស្សញញឹមរហូតអត់ទេមនុស្សញញឹមនៅពេលដែលអត់មានមនុស្សមើលគាត់ញញឹមធ្លាប់ឃើញម៉ែស៊ីងដើរមួយបងកងចាំខ្ញុំមុខគាត់ញញឹមរហូតចាមែនទេឪពុកគាត់ប្រាប់ខ្ញុំថាគាត់ឃើញប្រពន្ធគាត់ណាពេលដែលអុជធូបប្រភូមិអុជធូបឲ្យញញឹមដាក់ប្រភូមិម្នាក់ឯងចឹងញញឹមយកហ្មងមែនញញឹមជាប់ហ្មងមែនមុខញញឹមប្រឹមប្រៃណាញញឹមជាប់ហ្មងញញឹមសប្បាយចិត្តហ្មងធ្វើមហូបអត់មានអ្នកណាមើលគាត់ជៀនត្រីក៏ញញឹមដាក់ត្រីញញឹមដាក់គ្រប់កន្លែងអុជធូបជំនាងផ្ទះក៏ញញឹមជំនាងចក្រានក៏ញញឹមឲ្យតែអង្គុយម្នាក់ឯងស្ងាត់ញញឹមដេករឹងតែគាត់លួចមើលតែអត់មានអ្នកណាចាប់អារម្មណ៍គាត់ញញឹមខ្លួនឯងទៀតនៅក្នុងរឹងហើយញញឹមគឺប្រភេទមនុស្សដែលបើយើងនិយាយពីយើងកុំនិយាយពីអបិយជំនឿគឺថាអាចញញឹមឲ្យយើងខ្លាចមិនញញឹមរបៀបមានស្នេហាគឺញញឹមបែបគួរឲ្យខ្លាចហ្មងសប្បាយអញសប្បាយចិត្តហើយបានចូលខ្លួនយាយហ្នឹងយល់នៃយល់ញញឹមគួរឲ្យខ្លាចញញឹមដោយលាក់កំនួចហ្នឹងញញឹមបែបមើលមកគួរឲ្យខ្លាចប៉ុន្តែនៅពេលដែលគាត់នៅជុំកូនជុំចៅឃើញមុខគាត់អត់មានបច្ចេកកម្មអកេយាយទាំងអស់គ្រាន់តែគាត់មិនមែនជាម្ដាយគាត់ពីមុនទេគឺមានការផ្លាស់ប្ដូរអកចរិតដូចជាការញ៉ាំម្ហូបដូចជាការនិយាយស្ដីគំរោះគំរើយជាងមុនមានអញហែងនៅក្នុងនឹងដែលជាភាសាដែលមិនមែនជាភាសាម្ដាយគាត់ធ្លាប់និយាយពីមុននៅក្នុងផ្ទះបន្ទាប់មកឪពុកគាត់ចាប់ដើមបញ្ចេញអាការៈមួយទៀតគឺគាត់ប្រែប្រួលគាត់ដូចតុកសិចនឹងរឿងនឹងខ្លាំងពេកហ៎បងគាត់ចាប់ដើមប្រកាសហ្មងអញឈប់ជឿអាសនៈអីឈប់ជឿអស់ចាប់ថ្ងៃហ្នឹងទៅអាសនៈរើចោលបើមិនចឹងទេអត់មានអាណាចូលសែនទេបន្ទាប់ហ្នឹងចាក់សោអញគ្មានជឿអីទេព្រោះគ្រប់ឲ្យមិនមកជួយមិនអីដែរញ៉ៃដែរសែនស្អីរើចោលទៅអញ្ចឹងគាត់ក៏ចាប់ពីថ្ងៃហ្នឹងទៅគឺកតុបហ្នឹងគឺមិនមានអ្នកទៅរៀបចំផ្លែឈើចាក់ទឹកតែសែននេះគឺស្មើនឹងបន្ទប់អាសនៈដែលបោះបង់ចោលថ្ងៃមួយកូនប្រុសគាត់ចូលទៅរឿងដែលចម្លែកគឺអាសនៈឪពុកបាត់ដាវមួយដើមអត់ឃើញដាវទេអញ្ចឹងកូននឹងចាប់ដើមសង្ស័យថាឪពុកជាអ្នកយកដាវនឹងទៅលាក់ដឹងថាឪពុកកំពុងធ្វើអីហ៎គាត់ក៏នាំម្ដាយអាហ្នឹងដែលកូនគាត់តាមឃើញណាមកវគ្គឪពុកប្តីប្រពន្ធស្រឡាញ់គ្នាឃើញប្រពន្ធអញ្ចឹងតែងតែឲ្យនៅក្នុងផ្ទះជីងក្រៅខ្លាចខ្មាស់គេយូរទៅខ្លាចប្រពន្ធ stress ក៏នាំទៅផ្សារទៅផ្សារដើរញញឹមដាក់គេទាំងអស់ញញឹមអញ្ចឹងញញឹមបែបគុំគួនញញឹមឡើងគេថាវិភាសាមួយសោះគុំប្រកែប្រកាន់ណាញញឹមបែបថាឈួតទេអីសោចអញធ្វើអីវាបែបយល់ទេញញឹមអញ្ចឹងរហូតទៅដល់គាត់ប្រហែលជាគាត់អាចថាគាត់ឃើញអីមួយឬមួយក៏គាត់ឃើញបរោះណាមួយមិនដឹងទេគាត់បែរជាភ័យបដូរជាអកប្បកិរិយាមុំទៅជាទុនដៃទុនជើងប្រាប់ប្តីថាទៅផ្ទះវិញអញឃើញវាមកលឿនឲ្យទុនសន្លប់ហ្មងឡើងនៅផ្សារគាត់ដើរផ្សារទៅនើបដែរអូខេគេឡើងឈូឆមករកគាត់ហត់ខ្យល់ហត់អីគាត់គិតថាមិនបាច់ហត់អីគាត់ទេចេញឲ្យតែផុតពិសាហ្នឹងទៅចេញឲ្យតែឆ្ងាយពីអាមួយហ្នឹងទៅគឺគាត់លេងអីចេញគាត់ស្អីប្តីគាត់ក៏យកទៅដាក់ឡានទៅមានវិធីសាស្ត្រឲ្យបើគាត់និយាយអញ្ចឹងឲ្យឪពុកគាត់ទៅដឹងប្តីគាត់ហ្នឹងប្រពន្ធច្បាស់ឲ្យថាមានអាការៈមិនមែនជំងឺណាហ្នឹងគាត់ក៏លើកឡានមកតាមផ្លូវគាត់ក៏សួរថាឯងវាកើតអីចេះមួយចុះពីរមិនបានធ្វើអញ្ចឹងខ្មាស់គេណាឯងអើយឈប់នាំមកហើយកូនមិនចង់នាំមកថាចំយកមកឲ្យដើរលេងកុំឲ្យ stress មកដល់ឯងធ្វើអញ្ចឹងទៀតមិនដឹងថាម៉េចទេហើយឲ្យថ្នាំលេបក៏មិនលេបឲ្យអីទៅពេទ្យផ្លូវចិត្តក៏មិនទៅអីក៏មិនទៅហើយឲ្យធ្វើម៉េចឥឡូវនឹងគ្រួសារហ្នឹងញ៉ៃអញ្ចឹងគាត់ក៏អ៊ំហ្នឹងក៏គាត់រៀងគុកក្រងអារម្មណ៍បានគាត់ក៏ប្រាប់ប្តីហ្នឹងថាគាត់ឃើញអាមួយសង្សារចាស់ហ្នឹងដើរសារហ្នឹងសង្សារចាស់របស់កូនគាត់សង្សារចាស់របស់កូនគាត់កូនស្រីគាត់ហ្នឹងហើយអញ្ចឹងរឿងនោះដំឡងណាវាថាវាយូរខែហើយពី3ខែបន្ទាប់ពីគាត់បដិសេធគេហ្នឹងអញ្ចឹងគាត់ក៏ថាចំឯងទៅខ្លាចអីគេឯងទៅធ្វើអីគេចុះតាំងពីដើមហើយអញអើយឡើងឯងតវ៉ាអីរឿងថ្លៃបដាការមិនចុះដាច់ញ៉ាត់សតដេញចេញសតអីរឿងអីមកខ្លាចគេទុនជើងហ្មងគាត់ក៏ថាអើយកុំចេះដឹងតែខ្ញុំខ្លាចទៅបានហើយគាត់និយាយភាសាហ្នឹងអញ្ចឹងឪពុកចាប់ដើមដកចិត្តទៀតដែរលែងនាំម្ដាយទៅណាទាំងអស់លែងនាំទៅណាទៅណីគាត់ណាអញ្ចឹងម្ដាយហ្នឹងថ្ងៃមួយគាត់ធ្វើម្ហូបឈរជាទូទៅយើងផ្ទះបាយអ្នកផ្ទះវិឡាផ្ទះបាយសើមនៅខាងក្រោយផ្ទះចាហើយជាទូទៅក
គាត់តែងតែធ្វើចក្រានបាយបែរមុខទៅក្នុងផ្ទះមានថាបាយគាត់ធ្វើម្ហូបបាយខ្នងមកក្រៅផ្ទះគាត់ឈរទល់លបងទេហ្នឹងហើយខ្នងទៅខាងលបងផ្ទះវិញហ្នឹងហើយកូនប្រុសគាត់ដើរមកសួរថាម៉ែធ្វើម្ហូបអីគាត់ក៏ឆ្លើយថាអីកុំចេះម្ហូបហ្នឹងគ្មានបោះហែងទេមិនបាច់ស៊ីទេឆ្កុយចឹងទៅនិយាយឆ្កុយចឹងហ្មងកូនហ្នឹងសួរម៉ែយល់ដល់ភាសាដូចម៉ែកូនណាតែខ្ញុំប៉ះម៉ែមិនបានទេខ្ញុំឈប់សួរឈប់អីបាយហូបក៏បានដែរម៉ាខ្ញុំមិនសូវហូបបាយផ្ទះដែរក៏ម៉ាញ៉ៃញ៉ៃក៏មិនអស់អង្គម៉ាបាយក្រៅញ៉ាំឲ្យគេលាងចានឲ្យទៀតអស់តែប្រហែលពាន់ធម្មតាកូនចេះឡងទៅម៉ែចាគាត់គោះអាវែកជៀនត្រីហ្នឹងផាំងហើយគាត់ច្អល់មុខហ្មងនៅឯមួយទៀតនិយាយតែប៉ុណ្្នឹងហើយធ្វើម្ហូបវិញហើយម៉ែនោះថាអីយ៉ាកូនហ្នឹងគេដូចញោះអញ្ចឹងតែគេដឹងហ្នឹងហើយតែអីយ៉ាក្លាហានគាត់ក៏ដើរទៅបាត់តែក្នុងចិត្តគាត់ដឹងថាម្ដាយអត់ស្រួលបាត់ហើយមែនម្ដាយគាត់ទៀតទេព្រោះគេដឹងយូរហើយគាត់គាត់ធ្វើម៉េចកុំឲ្យម្ដាយនិយាយថាបើមនុស្សសតិអារម្មណ៍គេមិនឲ្យដឹងថាគាត់សតិអារម្មណ៍កុំឲ្យគាត់កាន់តែបារម្ភបើនៅលឺមនុស្សដែលមានបញ្ហាផ្លូវចិត្តគេមិនឲ្យនិយាយថាអ្នកឯងផ្លូវចិត្តអត់អ្នកឯងមកឯងកើតផ្លូវចិត្តបើណៃអញ្ចឹងគេអត់ដែរនិយាយអញ្ចឹងទេគាត់ក៏ប្រឡប់ព្រឹត្តិការណ៍ល្អអញ្ចឹងរហូតដល់មាននៅចក្រានបាយនឹងដូចគ្នាគាត់ធ្វើម្ហូបតែថ្ងៃផ្សេងណាហើយអ៊ីចុងភៅគាត់ឈរលៀងបន្លែលៀងអីមកជួតែមួយហ្នឹងណាគាត់ធ្វើម្ហូបហើយគាត់តម្លាក់វិញបិទចក្រានគាត់ដើរទៅរកអ៊ីចុងភៅគាត់ចាប់ដៃចេះអរគុណឯងហើយដួលខ្ពកដួលស្លាប់បោកក្បាលនឹងដីហ្មងហើយអ៊ីហ្នឹងគាត់ឲ្យគាត់ទៅចាប់មិនបើគាត់មិនដឹងមនុស្សល្អជាដើរមកគាត់ទៅចាប់ដៃហើយអរគុណឯងច្រើនហើយនាំអញមកហើយគាត់ដួលខ្ពកទៅបោកក្បាលទៅអ៊ីចុងភៅដួលឬក៏ម៉ាក់ហ្នឹងដើរមករកហើយប្រាប់គេអញ្ចឹងហើយដួលទុនដៃទៅនឹងដួលខ្ពកខ្លួនឯងអញ្ចឹងបដ ாய் អញ្ចឹងគាត់ថាកឡោគេហៅមនុស្សគិតច្រើនខ្លាចសន្លប់ខ្លាចអីជារឿងធម្មតាអញ្ចឹងក៏យកទៅពេទ្យ scan យកទៅអីទៅវាអត់មានអីទាំងអស់អត់មានឈាមកកអត់មានអីទាំងអស់ណាអញ្ចឹងអ៊ីចុងភៅហ្នឹងគាត់អត់មកកឯងគាត់ថាគាត់ឈប់ហើយគាត់សុំអត់នៅទេគាត់ថាគាត់ខ្លាចមុខអ៊ំនឹងអាញឹមណាគាត់នៅមិនបានទេនៅទៀតឈួតគាត់មួយទៀតហើយអញ្ចឹងគាត់សុំឈប់ហើយគាត់អត់នៅផ្ទះហ្នឹងឯងគាត់សុំចាញ់ឯងគាត់និយាយចឹងអញ្ចឹងគាត់ក៏ធ្វើម៉េចបងខ្លាចគេអ្នកនៅជាមួយខ្លាចគេមានបញ្ហាដែរកូនគេមែនទេត្រូវអញ្ចឹងក៏ឲ្យទៅស្រុកទៅណែមានសិទ្ធិសម្រេចចិត្តអត់សុវត្ថិភាពគាត់ទៅអញ្ចឹងផ្ទះហ្នឹងចាប់ដើមលែងមានអ្នកនៅជាមួយហើយអញ្ចឹងអ្នកណាសម្អាតអ្នកនឹងសម្អាតដែរតោះណាយកធ្វើខ្លួនឯងធ្វើខ្លួនឯងបាទមានពេលមួយកូនស្រីរបស់គាត់ហ្នឹងណាគាត់ដើរពីកតុបគេថាចេះឃើញមនុស្សពីរក្នុងពេលតែមួយឪពុកឃើញកូនស្រីខ្លួនឯងចេញពីកតុបប៉ុន្តែជាក់ស្ដែងកូនស្រីហ្នឹងកំពុងតែនៅក្រៅជាមួយនឹងបងប្រុសរបស់ខ្លួនឯងអាហ្នឹងដែលឪពុកចាប់ដើមសញ្ញាណក្នុងផ្ទះហ្នឹងអត់ស្រួលណាយ៉ាហើយឪពុកហ្នឹងគាត់ដែរខ្វាយខ្វល់អីបាយហ្នឹងគាត់ធ្វើម៉េចគាត់ដើរជីកដៅជីកទៅគាត់ដូចគាត់ប្រាប់គេប្រាប់ឯងថាគាត់ stress ហើយគាត់រកអីធ្វើអត់ដឹងធ្វើអីគាត់ជីកដៅលេងគាត់ដូចកែងមានសួនមានអីចឹងណាគាត់ជីកដៅនេះមកដុំទៅកប់ពូនដាំដើមឈើជីកដៅនេះបន្តិចទៅពូនដាំដើមឈើហើយដល់ថ្ងៃមួយគាត់ប្រកាសហ្មងថាគាត់ត្រូវតែរើផ្ទះចេញអត់ឲ្យនៅផ្ទះនឹងទេអញ្ចឹងមានន័យថាគាត់ដាក់ញត្តិគាត់ថាមានផ្ទះមួយទៀតដែលគាត់មានណាផ្ទះល្វែងគាត់ថាផ្ទះហ្នឹងនៅមិនសុខអញ្ចឹងរើចេញទៅហើយយកតែកៅអៅយកតែអីទៅឲ្យបានមកយប់គេងហើយចាំស្អែកអាណាអាវ៉ាន់ចាំបាច់ចាំមកយកថែមទៀតហើយកូននេះគេឆ្ងល់បងសុកឲ្យរើផ្ទះរើមិនរួចមួយអាទិត្យហ្នឹងរើមិនរួចអញ្ចឹងកូននេះក៏ខ្លាចថាបបទៅមួយទៀតអីចឹងទៅណាទៅធ្វើតាមទៅត្រឹមយកប្រវិចកៅអៅអ្វីដែលចម្លែកផ្ទះដែលគាត់ទិញទុកចោលហ្នឹងគឺមានគ្រឿងក្រៅប្រើប្រាស់គ្រប់គ្រាន់ទាំងម៉ាស៊ីនបោកកៅអៅទាំងទូទឹកកកទាំងក្រែទាំងស្អីគឺគាត់ទិញខៅកំ plei សឹងតែថាកាន់តាវ៉ាលីទៅគឺដេកផ្ទះនឹងបានកូនរើមកយកអាវ៉ាន់ទៅឯងមានគ្រប់អស់ហើយគាត់ទិញដាក់អស់ហើយដូចមនុស្សត្រៀមទុកមុនហើយថានឹងទៅនៅផ្ទះហ្នឹងបាទតែឲ្យអ្នកគេដឹងដល់ថ្ងៃប្រកាសថារើចេញទៅតែម្ដងតែសូត្រមុនក៏អត់សូត្រមុនឡើងផ្ទះផងទៅនៅឆៅហ្មងអញ្ចឹងបន្ទាប់ពីគាត់នៅហើយបូករួមនឹងម្ដាយគាត់ញ៉ាំថ្នាំអារម្មណ៍ញ៉ាំអីទៅផ្ទះហ្នឹងក៏មានភាពសុខសាន្តត្រឡប់មកវិញពេលថាចាប់ដើមល្អល្អះប៉ុន្តែរឿងដែលចម្លែកគឺឪពុកគាត់ដែលធ្លាប់ប្រកាសថាឈប់ជឿទៅលើអបិយជំនឿឈប់ជឿលើអាសនៈបែរជានៅក្នុងផ្ទះល្វែងមានអាសនៈដូចគ្នាបេះបិទនឹងផ្ទះចាស់របស់គាត់គាត់ធ្វើថ្មីទុកគាត់ធ្វើថ្មីទាំងបោះកូនប្រុសគាត់ទៀត
និយាយទៅមក ready មក ready ដូចផ្ទះថ្មីហ្មងអញ្ចឹងកូននឹងចាប់ដើមទៅសួរប៉ាបែងចម្លែកហើយកុំចេះគេអត់អញប្រាប់ណាគេទេអញ្ចឹងគាត់មនុស្សតែនោះសុកសានណាសុកហ្មងហើយកូនគាត់ហ្នឹងក៏ចាប់ដើមមានដៃគូថ្មីម៉ែណែនាំអីចឹងទៅណាសំគុំក៏ត្រូវគ្នាក៏រៀបការរៀបអីចឹងទៅផែរយៈពេលប៉ុន្មានក្នុងពេលអានោះដូចជាមើលគាត់ប្រាប់ថាវាជាគាត់ថាកន្លះឆ្នាំ6 7ខែអូខេហើយគាត់គិតថារឿងហ្នឹងវាអាចដកដាមកូនគាត់ចឹងណាអញ្ចឹងគាត់ប្រញាប់ការហ្មងទៅកុំឲ្យអស់បន្លាយយូរបើកូនត្រូវគ្នាហើយការលឿនហ្មងទៅហ្នឹងហើយកុំឲ្យមានជាប់ជាពាក់វៈវិនអីហើយគាត់គិតថាការអញ្ចឹងទៅដើម្បីឲ្យសង្សារចាស់នោះបើវាមានកណិតគុំគួនអីវាឃើញការអញ្ចឹងហើយវាលែងវារងាប់អារម្មណ៍ដែររងាប់អារម្មណ៍ហ្នឹងហើយអញ្ចឹងការហើយគេចាប់ដើមហ៎ប្តីគេហ្នឹងណាកូនប្រសាបាទកូនប្រសាចាប់ដើមអុកប៉ាយមានផ្ទះវិឡាមួយហ្នឹងថៃបន្ទប់ចោលឥឡូវខ្ញុំការឲ្យបែកផ្ទះទៅឲ្យខ្ញុំទៅនៅនឹងទៅអីចេះមួយចុះពីរខ្ញុំធ្វើការយប់ខ្ញុំធ្វើការអីហើយញ៉ាំណាមួយខ្ញុំចូលចិត្តចិញ្ចឹមសត្វគាត់មនុស្សស្រឡាញ់ព្រាបស្រឡាញ់ទុនសាយដើកភ្នំដើកអីហ្នឹងគាត់ចូលចិត្តយល់គាត់ណាអញ្ចឹងគាត់ថាគាត់នៅផ្ទះល្វែងនេះគាត់អត់មានទីធ្លាចិញ្ចឹមទេហើយបើចិញ្ចឹមនៅវេរងដាខាងលើងាប់អស់ហើយសត្វអស់ហ្នឹងព្រោះវាក្តៅអញ្ចឹងគាត់ឃើញផ្ទះហ្នឹងល្អគាត់ថាឲ្យទុកចោលទៅបាច់ចែកគេគាត់និយាយដល់ថ្នាក់ថាបើប៉ែឯងបារម្ភថាខ្ញុំខ្លាចទៅដើមទ្របកុំគិតអាហ្នឹងគាត់ថាឲ្យខ្ញុំទៅនៅហ្នឹងទៅបាទអញ្ចឹងគាត់បដិសេធឲ្យច្រើនដងរហូតដល់កូនស្រីគាត់ហ្នឹងមានទងន់ក៏អូយបដិសេធដែរក៏ឲ្យទៅនៅផ្ទះហ្នឹងពីព្រោះវាម្លងទៅរាប់ខែដែរហើយបាទចូលឆ្នាំជិតឆ្នាំហ្នឹងថាមួយឆ្នាំចុះដល់ថា6ខែការហើយនៅមានអីវាមួយឆ្នាំជាងហើយបាទអញ្ចឹងផ្ទះហ្នឹងចាប់ដើមក៏ខិចកូនហ្នឹងក៏ចាប់ដើមចូលទៅឪក៏ជួយទៅរើអាវ៉ាន់ទៅជួយអីគាត់រើកូនរើអស់ឲ្យដល់កតុបអាសនៈកូនហ្នឹងក៏កូនភាសាហ្នឹងក៏ប្រាប់ហើយក្មេងខ្លួនឯងថាណែប៉ាឯងបាច់រើកៅអស់ហ្នឹងទេប៉ែឯងរើអាសនៈខ្លួនឯងទៅព្រោះបើប៉ែឯងខ្ញុំអត់ហ៊ានប៉ះទេឪហ្នឹងក៏ទៅរើដាក់ថង់ម្ដងមួយអញ្ចឹងវាយូរឆ្នាំវាពុកវាផុយបាទស្គាល់សធរដងឯងគេមិនមានអាស្រោកស្រួចឡើងហើយអាបិទស្លឹកមីអីបាទដូចមួក Happy Birthday អញ្ចឹងបាទតែនៅពេលដែលបងឯងដកអាស្នូកនឹងឡើងបងឯងនឹងមានឃើញគេមានដាក់ធូបទៀនអំបោះឆៅនៅក្នុងនឹងធ្វើស្នូប៉ុន្តែនៅពេលដែលគាត់លើកសធរដងរបស់គាត់មកគាត់បែរជាឃើញអាសបកនឹងជ្រុះប៉ុន្តែបាត់ធូបបាត់ទៀននឹងអស់ឲ្យតែសធរដងគឺបាត់ទាំងពីរមកគូនឹងគឺបាត់ទាំងអស់ហ្មងហើយក្នុងនឹងបែរទៅជាមានដុំទៀនកមួនប៉ុណ្ណេះជំនួសមកវិញអីគេដុំទៀនកមួនមិនស្គាល់អត់កបទៀនធ្វើមកពីកមួនខ្មុំអីហ្នឹងបាទតែថ្លៃគេក្រុងបលីគេទៅហ្នឹងយល់តែមានបដុំប៉ុណ្ណឹងហើយមានរុំរបស់ខ្មៅជំនួសធូបទៀនមានថាដាក់ក្នុងអាក្របសធរដងហ្នឹងចាអញ្ចឹងគាត់ចាប់ដើមថាគាត់គិតហើយកឡូគាត់ទិញសធរដងទៅវាប៉ះចំអ្នកអត់ចេះធ្វើអត់ដាក់ឲ្យប៉ុន្តែដងហ្នឹងវាមានស្នាមដកធូបដូចមានគេដកបោះចោលយល់ទេអញ្ចឹងគាត់ចាប់ដើមសង្ស័យថាមានអ្នកណាប៉ាអាសនៈគាត់ហើយបានលោកដែលគាត់ទៅសួរដែលជាលោកប្រគ្រូលោកឪគាត់ណាបាទផ្ដាំថាអាសនៈហ្នឹងហើយកុំប្រើទៀតគេយកបានហើយមានតដាវមួយដើមឯងដែលលោកធ្លាប់ផ្ដាល់ឲ្យបាទយកដាវហ្នឹងចេញពីអាសនៈទៅដាក់កន្លែងផ្សេងកុំឲ្យគេគ្រប់គ្រងដល់ដាវមួយដើមនឹងទៀតគេថាដួងកែវរបស់គាត់អញ្ចឹងមានថាបើគេគ្រប់គ្រងបានគឺទៅទាំងអស់ហើយយល់អញ្ចឹងគាត់ក៏យកដាវហ្នឹងទៅចេះតែយកតាមហ៎លោកឲ្យធ្វើអីទៅតាមហ៎អញ្ចឹងបាទគាត់បោះបង់អាសនៈនឹងចោលអញ្ចឹងកន្លែងនេះដែលគាត់សង្ស័យថាមានអ្នកប៉ះពាល់អាសនៈគាត់តើណាបាទដល់ពេលដែលកូនហ្នឹងមកនៅផ្ទះហ្នឹងអ្វីដែលចាប់ផ្ដើមចម្លែកគឺសត្វដែលប្តីគាត់ចិញ្ចឹមគឺអត់ដែលរស់ទេត្រីងាប់ក្នុងរូបភាពសាហាវដូចជាធ្លាយពស់ដាច់សកាបើទុនសាយវិញដេករត់លេងធម្មតាស្អីឡើងស្លាប់បាត់របៀបដូចមិនការស្លាប់របស់សត្វទាំងអស់ហ្នឹងមិនសមហេតុផលក្នុងរូបភាពគាត់ជាអ្នកស្រឡាញ់សត្វគាត់មានបទពិសោធន៍ចិញ្ចឹមសត្វក៏មិនតិចដែរប៉ុន្តែមិនជួបព្រឹត្តិការណ៍ស្លាប់បន្តបន្ទាប់គ្នាបែបហ្នឹងឯងបើថាសត្វស្លាប់អីគាត់ដឹងមូលហេតុអត់សុកអីព្រោះគេអ្នកស្រឡាញ់សត្វគេដឹងគេដឹងសុខភាពតែគាត់និយាយថាផ្ទះហ្នឹងគឺចិញ្ចឹមសត្វមិនបានហ្មងរហូតដល់គាត់មានអារម្មណ៍មួយថាផ្ទះហ្នឹងគឺគេឲ្យចិញ្ចឹមសត្វអញ្ចឹងគាត់នៅផ្ទះវិឡាមួយនៅតែពីអ្នកប្តីពុននេះគាត់ណានៅពីអ្នកប្តីពុននេះគាត់អង្គុយសុកអង្គុយមុខផ្ទះអញ្ចឹងមួយគាត់អង្គុយមុខផ្ទះជាទូទៅគេមានយកខាងមុខផ្ទះកន្លែងដាក់ឡានហ្នឹងគេដាក់តុកកៅអីស្អាតអង្គុយហូបតែហូបអីអញ្ចឹងណាបាទចៃសំអាតមរៃហ្នឹងគាត់ថា
nè thấm vậy mà nơi tia nắng tinh tầm tinh to có cô nó thảo tê nhưng cô bà xa ôm cô bà xa ôm môn nắng á người ta chẳng hay mì ôn nó từng nguồn bà man khai hết bùa thôm ấy thôm bắn plua mến bà bôn qua toàn trong mau tê hả cứ miễn tay quạt mà nè cột đành côi nè hay cô đây con nắng á có tọp tụi mình ông đăng một bôn trong từng nguồn điênแต่ตบประมาณคายนั่งอมมีปัวทมนะดอกพลั่วจังประหารจะกดกระทาอมเคยมุนนั่งเองใช่นั่งไงอมนั่งก็ร้อนนะแต่บอตอนอ้อยรถตายรถแต่ประดังอมหัวคือไม่บโกเนี่ยโยหัวกากอดเนื้อกอดสนิทគ្នាចាចាអ្នកចិត្តខាងមួយគ្នាមិនចិត្តខាងគាត់សម្អាតគាត់អ្នកសម្អាតបុរីហើយគាត់បោះមកជួនហើយគាត់ចេះអាណិតគាត់ឲ្យហុចណាចាស់ស្គាល់គ្នាបាទគាត់ជីកង់តរហើយប្រាប់ថាគាត់ឃើញកូនស្រីគាត់មីបើហ្នឹងណាភាសាគាត់ណានិយាយភាសាសាមញ្ញណាបាទមានទងន់ពោះធំណាស់អូយធំខ្លាចណាស់កូនភ្លោះយ៉ាងតិច3ហើយស្បែកឲ្យជាប់អស់ហើយមិនទៅបដ ாய் កូននៅថ្នាក់ហ្នឹងខ្លាចប្តីវាយអីចឹងតោះទៅសួរកូនភាសាថាអ៊ំអាណាម៉ៃហ្នឹងគាត់និយាយចឹងហើយខ្ញុំស្មានគាត់ឃើញប្រពន្ធខ្ញុំពីមុនព្រោះពេលហ្នឹងប្រពន្ធមីអូនអត់ទាន់ចង់មកផងហ្នឹងចឹងអ៊ំហ្នឹងក៏គាត់និយាយថាគាត់ស្អីគាត់ឃើញខ្មោចឃើញអីចឹងទៅក៏បាត់ពីបរិយហ្នឹងឈប់ទៅអីទៅបាត់ដំណឹងគាត់ទៅយល់ហើយហ្នឹងណាតនហ្មងវិលមករឿងប្រពន្ធគាត់វិញបាយដែរឃើញមនុស្សទងន់គាត់ចាប់ដើមចូលចិត្តឃ្លានហ្នឹងហើយឃ្លាននេះឃ្លាននោះឃ្លាននោះឃ្លានគ្រប់មុខបាទគាត់ប្រាប់អ៊ីចុងភៅមកវគ្គហ្នឹងអ៊ីចុងភៅត្រឡប់មកវិញអ៊ីចុងភៅមកលេងផ្ទះហ្នឹងគាត់ថាគាត់ឡើងមកបំពេញអញ្ចឹងគាត់នឹកអ៊ំមកលេងមកសួរសុខទុក្ខនិយាយហើយគាត់ប្រាប់ថាចេះគាត់មក3 4ជើងហើយប៉ុន្តែអត់ដែរឃើញតែនឹងទុកចោលហើយទៅរកអ៊ំមិនដឹងទៅរកទៅណាទេទៅក៏មិនលើកអីក៏មិនលើកអត់បាច់តំណទាំងអស់បាត់ផ្ទះបាត់អីទាំងអស់បាទអញ្ចឹងគាត់មកលើកនេះគាត់ឃើញបើកទ្វារគាត់ក៏សួរទៅក៏ឃើញកូនស្រីបើហ្នឹងក៏គាត់តាក់ចោលឡើងគាត់និយាយដេញដោលចោលឡើងគាត់ដឹងថាអត់ទាន់មានការងារធ្វើអីស្រួលបួសចង់វិលមកវិញយល់អញ្ចឹងក៏ទេទៅទេទៅអីទៅថាបើគេនោះលើមុនគេគ្នាឈប់ហ្នឹងក៏មិនមែនមកពីលួចអវ៉ាន់លួចអីគឺខុសអីដែរឥឡូវហ្នឹងផ្ទះយើងវាសុកសានហើយវាលែងមានអីហើយគ្នានោះក៏ល្អដែរអញ្ចឹងឲ្យគ្នាមកធ្វើការវិញទៅអញ្ចឹងមិនឲ្យយកមីងចុងភៅហ្នឹងធ្វើមេដោះមើលកូនណៃហ្មងទៅហ្នឹងហើយព្រោះយើងត្រូវការអ្នកជួយមើលក្មេងដែរអញ្ចឹងគាត់ក៏ចាប់ដើមពឹងអ៊ំហ្នឹងឲ្យទៅជួយទិញអីហូបថ្ងៃមួយគាត់ញ៉ាំជាមួយប្តីគាត់ញ៉ាំពងទាកូនគាត់ប្រាប់ថាញ៉ាំពងទាកូនក្រែងកូនដុសសក់ច្រើនអីចឹងហ្នឹងហើយតែដឹងគាត់ញ៉ាំបដាគាត់និយាយភាសាចម្លែកមិនដែរបងគាត់ថាមិនអូនទងន់ហើយអូនស៊ីកូនគេចុះបើគេស៊ីកូនអូនវិញមិនទៅកូនចិនស៊ីហីអញ្ចឹងប្តីហ្នឹងក៏គាត់ថាចេះអីខូចឈួតអីមិនបាននិយាយភាសាអីចឹងបើថាមិនស្រឡាញ់កូនទេកុំយកវាមកនេះគេថានិយាយអបមង្គលហ្នឹងហើយបើមិនដែរកុំយកវាមកកុំឲ្យមានវាហ្មងល្អប្តីហ្នឹងនិយាយចឹងហើយគាត់ធុញគាត់ពេកទៅគាត់ក៏ប្រើពាក្យមួយថាកាត់ខ្លួនឯងកូនអាណាក៏ស្រឡាញ់ដែរប៉ុន្តែបើម៉ែមិនស្រឡាញ់កូននិយាយតែពាក្យអញ្ចឹងតែដែរយកកូននឹងមកធ្វើអីនាំតែឲ្យគេវេទនាជាមួយទេនិយាយអញ្ចឹងណាបាទអាហ្នឹងគេឆ្លោះគ្នាមកប្រើអញ្ចឹងទៅអ៊ំហ្នឹងអ៊ំគេហៅផ្ទះបុរីគេមិនទល់គ្នាចាទល់មុខផ្ទះវិឡាដូចគ្នាមិនទល់អត់ទេទល់មុខគ្នាម្លងផ្លូវហ៎ចាណែដូចផ្ទះទល់មុខផ្ទះគ្នាអញ្ចឹងឯងផ្ទះវិឡាដូចគ្នាមុំប្អួយមិនដូចគ្នាបាទហ្នឹងអ្នកទល់មុខហ្នឹងគាត់ទៅប្រាប់សន្តិសុខគាត់ប្រាប់អ្នកបោះសម្អាតគាត់ថាចេះស្គាល់ផ្ទះនោះអត់ប្រាប់ផ្ទះនោះផងថាមីអូនទងន់កុំឲ្យវាលោតពីព្រោះអ៊ំឃើញវាហាត់ដូចមិនដឹងថាហាត់ប្រាណឬមួយក៏អីទេឲ្យតែល្ងាចថ្ងៃលិច5កន្លះ6វាលោតរហូតវាឈរលោតលើពូកលោតលេងហើយគាត់ថាគាត់ឃើញវាមិនរងថ្ងៃប៉ុន្តែគាត់តែងតែឃើញនៅពេលដែលគាត់អាសាឃើញញ៉ាំម៉ាត់ថាគាត់អាសាឃើញដល់ពេលហើយអ៊ំហ្នឹងអ្នកអាណាម៉ៃអីគេទៅនិយាយតចឹងទៅក៏លឺដល់ផ្ទះហ្នឹងទៅតោះណាអញ្ចឹងនោះអ៊ំហ្នឹងមានអ្នកលោតអត់មានអីទេអត់មានអ្នកណាលោតអត់មានអីទាំងអស់មានយប់មួយគាត់ទៅសួរអ៊ីចុងភៅថាចែគាត់ដើរត្រុកកាន់កធុនមួយហើយទៅសួរអ៊ីចុងភៅថាអ៊ីកូនក្នុងពោះខ្ញុំប៉ុណ្ណឹងប៉ុនកធុនហ្នឹងអត់
cô này nó không qua để thôn nè bữa tranh máu phân cả thôn nằng ọt hay y trong phơi nó có tha ôi vì mình phân thế nè thông trắng mà hãy chẳng đất hãy tỏ do tranh đó cá tranh ngay còn vậy chẳng đấy tỏ là do tranh còn được bị do tranh mong do tranh mong nếu nhưng đó cho chúng khán là do tranh vừa ý nó có con là trong khỏi dương tài hướng ý nó cứ con vậy chẳng mong ở đây có cho mang coi chọn YouTube nó tua Smart TV coi chọn thom mà đa chẳng ạ có cho cả lại search cho miếng mày đang khơi nhà na search ấy khai vị thi đùm lút cồn vị thi thời bật cồn vị thi thời cồn chưa đủ hay rất tại thua ở đây con căn tại khai cứ con tay tại search đi được biết thua cồn cọ ui tay nó không nóng việt miếng này chắc là search chứ vì mình chọn history lại search chụp lại search nè con chập đang thấy con chập đang hột tập hẹp cứ bị con tháp mi ốt mình xua tề mi ốt nó xua lên hướng này ọt là oi chập đam miền Pành hai chắc nó còn đăng vào vót cho nó còn chập đam tha vậy nó xua tế này đây các bài vì chớn tịch tư ná cứ các khi từ ngôn khi ấy cả lô rồi vừa được vì ấy chẳng khi mình nơi các bài mai ấy ná bà đòi dụng muối luôn khi đây ở pôn kia nó kia tộc sạch tê đây nó có kia hòn le kia thà ba ấy vượt dân từ đáy sai kia tới khai bay buồn ngay thì cho càng nghe nó khai thế cả phất tới kịch và pôn thế này bộ có mọi lúc nè thôi pe này và lâm lá ngay và tốt mong hai chị buôn chi những quạt vua cả bộ để nó vạn lý á nhưng đáng ấy nhưng vua vạn lý cho đá mình hiện nguồn mà phải yên mà chỉ hiền thấy nhưng ốc cong mà yếu mình thấy lưu gì hết đây tao quạt mọt má cho cam để cho đó cho tao đây nó khơi coi nơi lơ bạc can đây đã cả lại bao chả can bạc can đây cả lại cong năng mong coi sầm dòng chương ven hay chương nó cứ ven đo chả đá hay tờ lẹ sọ hay rốp đôi phơi che chẳng đôi mình được roll phơi á rốp nó đôi cloud đôi rốp che đùng anh coi nơi lại nè con có thấy con xoan slap con hột lan tơ lơ vĩnh đang ngay nơi chừng mua gì tôi ta mau man nó con tay đã đau vào mồ cả bao do ta ha lơ cho anh ấy con có tha khơi ấy miền thường ấy bong miền thường ấy miền thường ấy khơi nước mi chồng thấy nó con thời trẻ con trở này đây nó con để dụ yên trở này cùng thấy tiền nó miền nè thay hay cái sập ta con đây chẳng có ấy thuộc ấy nè nó lên như thế nào đâu rồi vẫn có tham ngoài mà tam nhóm mà chồng nhóm nom cho thật cao hay tự khai cho ôm nắng còn nắng còn cho bát nắp đây tự khai này tới ban tập pi dục bay lưu đầm đằng thá và quân khuôn ấy cứ ban pra năm năm bảy tùm lẹ màn khai mong đằng ạ có tham pe nó hai chỉ tích khai đây bởi ban suốt khai mà đã có tham biên nó thân nó không ai cho lọt pe đây miền sập tập hiệp tụi lẹ là lão nhá không pe nhá với khom nhưng ngày nhưng mà đang bắt đang cho ba lại đang đây nhưng mà ban xua nó mới vừa đây chập rầm cho nội nừng vậy đây vị vấn đề xả rây bùng phốt để thôi cô nâng khai tới chia mình nâng mà nè để sân tạc vì coi trả rắc tay mà đó cứ con mình ai miên cô thiệt tệ cứ con khôi hài cái lại đại phải là cả cô nó cứ khôi hài đầm nạ ca ní cứ chơi đầm nạ ca để kẹp chia báo bởi chia báo mình chia cứ miên tài cắt chào phù thom đá vậy anh ấy ban vòng chọn được sấy câu hiện du khai chẳng đấy ai tầm lẹ con ấy ba này phù làm lẹ con ấy vào sân chỉ hô chi mà tới cứ hô là hô lo tạc khôi bầu nó mỏ真個ថាថ្ងៃដែលប្រហូរហ្នឹងថ្ងៃដែលមានបញ្ហាហ្នឹងគឺអ៊ីចុងភៅដែលគាត់បានលឺព្រោះសេកពីកតុកមកគាត់ទៅជួយអូចាំមិនថាតម្លាក់ដោយខ្លួនឯងលេខខ្លួនឯងថ្នាំមិនដឹងប្រហែលមុខអូតែខ្លួនឯងសើចទៅឃើញប្រភេទថ្នាំអីចេះតែយកមកដាក់យល់ចំណុចហ្នឹងឯងយល់ទៅទៀតចឹងឪពុកហ្នឹងក៏គាត់ចាប់ដើមថាអូអត់កើតទេរឿងសោកសៅពេកគាត់ថាផ្ទះហ្នឹងនៅអត់កើតទេចឹងឯងវិចមកមកនៅផ្ទះមួយម៉ែវិញមកម៉ែមើលថែឪជួយមើលថែចឹងមកដោយទាំងអ៊ីចុងភៅអ៊ីអីមកនៅផ្ទះថ្មីហេតុការចាប់ដើមកកើតឡើងម្ដងទៀតគឺម្ដាយប្រពន្ធរបស់អ៊ំប្រុសហ្នឹងណាគឺចាប់ដើមញញឹមទៀតហើយយប់ដែលញញឹមទី1គឺឈរនៅចុងជើងគាត់លើក្រែតែម្ដងឈរលើចុងជើងអ៊ំប្រុសណាតែពីលើខែមិននៅក្រោមមិនឈរក្រោមខែមើលចេះឈរចុងជើងប្តីគាត់គឺនៅប្រឡោះកដាលជើងប្រពន្ធគាត់យល់ហើយឈរញញឹមដាក់គាត់បើកភ្នែកមកគាត់ភ្ញាក់គាត់យេគាត់នេះទៀតមកញញឹមអីលើអញ្ចឹងគាត់និយាយអញ្ចឹងប៉ុន្តែគាត់ដឹងខ្លួនឯងប្រពន្ធគាត់ចាប់ដើមមកញញឹមម្ដងហើយម្ដងទៀតក្នុងអាការៈអញ្ចឹងដដែលតែម្ដងនេះអ៊ីចុងភៅបែរទៅជាសុំ
ស្ម័គ្រចិត្តមើលថែបាយម្ហូបអ៊ំស្រីនឹងវិញបើអត់ខ្លាចដូចមុននេះតើណាចូលទៅនៅផ្ទះថ្មីកន្លែងនេះដល់វគ្គខ្ញុំហើយគាត់ហៅខ្ញុំទៅមើលផ្ទះល្វែងមើលផ្ទះល្វែងហ្នឹងពេលដែលទៅដល់យើងឃើញថាផ្ទះហ្នឹងសុទ្ធតែអ្នកជំងឺមែនតើទៅយើងឃើញភាពមិនប្រក្រតីកើតឡើងច្រើនណាទាំងប្រពន្ធផងទាំងកូនស្រីហ្នឹងផងអញ្ចឹងយើងមានអារម្មណ៍ថាផ្ទះហ្នឹងដឹងតែមានរឿងហើយព្រោះដូចញ៉ៃញ៉ៃអត់មានធម៌ពលអីល្អទេញ៉ៃញ៉ៃខ្លាំងណាអញ្ចឹងខ្ញុំក៏ថាផ្ទះនេះមើលទៅដូចមិនស្រួលទេយើងក៏មើលជាន់ទី1ជាន់ទី2ហើយជាន់ទី2កតុបក្រោយហ្នឹងគឺជាកតុបរបស់កូនស្រីរបស់គាត់នឹងឯងអញ្ចឹងជាទូទៅកូនគាត់កូនស្រីហ្នឹងវាមិនទាន់ដល់ថ្នាក់មិនដឹងអីទេគាត់ដើរតាមយើងដែរណាគាត់នៅដើរតាមយើងនាំយើងទៅកតុបដើរតាមយើងទាំងក្រុមទាំងអ៊ំទាំងអីដើរតាមជាមួយដល់កតុបគាត់ជាទូទៅម្ចាស់កតុបមិនត្រូវអ្នកបើកទ្វារកតុបប្រាប់ថានេះអីគេណាកតុបណាហ្នឹងទម្លាប់មនុស្សហ្មងតែខ្ញុំអង្កេតគឺដល់កតុបអ្នកណាដែលនឹងនាំមុខបាទអញ្ចឹងស្រីគាត់ថានេះកតុបនេះប្តីប្រពន្ធគាត់បើកទ្វារមកខ្ញុំចូលទៅក្នុងមើលគាត់ដើរចូលទៅដែរចម្លែកគឺខ្ញុំឃើញស្រស់ហ្មងគឺឈាមហូរតាមកែងជើងកូនស្រីហ្នឹងហើយខ្ញុំក៏ទៅប្រាប់អ៊ំខ្ញុំថាអ៊ំកតុបហ្នឹងអត់ស្រួលទេកតុបហ្នឹងកុំឲ្យមនុស្សនៅហើយវាអាចប៉ះពាល់អ្នកមានកអញ្ចឹងអ៊ំហ្នឹងក៏គាត់ប្រាប់ខ្ញុំថាត្រូវម៉ាច់អាមួយហ្នឹងវាអត់មានកូនទៀតទេចុះរឿងហ្នឹងកើតមុនខ្ញុំទៅដល់ខ្ញុំមិនដឹងហ្នឹងអូត្រូវតែគេយកហើយខ្ញុំក៏ប្រាប់ថាកតុបហ្នឹងអ្នកមានកូននៅអត់បានទេតែបើអ្នកអត់មានកូននៅបានគាត់ថាត្រូវម៉ាច់កូនស្រីគាត់អាមួយហ្នឹងវាលែងមានកូនហើយឲ្យវានៅចោះអត់បញ្ហាទៅគិតទីចឹងវិញចុះតែល្វែងមានកតុបដែរច្រើនអីហើយយល់ហើយមិនត្រូវសំកតុបសុំកាត់ទេណាហ្មងអញ្ចឹងអ្នកទាំងអស់គ្នាបានស្ដាប់សាច់រឿងដល់វគ្គនេះហើយចាប់ផ្ដើមនិយាយទៅរន្ធត់ប្រើហើយប៉ុន្តែនៅមានច្រើនទៅទៀតមិនអញ្ចឹងហ៎អញ្ចឹងបន្ទប់ហ្នឹងចង់បញ្ជាក់កន្លែងបន្ទប់ហ្នឹងគឺអត់អាចអ្នកមានគាត់នៅបានទេអញ្ចឹងឆ្លៀតឱកាសហ្នឹងដែរសូមពេលអ្នកនរគ្នាជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្ម Team Plate បាទមើល TVC ហើយខ្ញុំក៏ទុកឱកាសហ្នឹងឲ្យអ្នកនរគ្នា share ហើយ mention មិត្តភ័ក្តិហើយចូលស្ដាប់ហើយព្រោះដល់កន្លែងឆ្ងាញ់ហើយតោះសូម TVC មួយអរគុណកុំតន់ចេញពី live share ហើយ mention គ្នាដែលចង់ឲ្យមកស្ដាប់Mày thấy khéo ấy để mua mày giống đông cái nào đông thêm sao chỉ mà to không ăn hết không mà xẹp sẵn phải cho mình ra pass app xuột chốt rùa pra hào bể ná có ban pass app tại trong cần lái bằng chốt trong nồi Điều sạch ọt khốn mà anh nói cái liệp ấy kia năng mà cái liệp khương bồ ran chùm người bay sạch năng mà con cái nó năng mà cây miên lên liệp ọt tập bạc chơi nó mà thì loan dây liệp tảnh trăng hai miên định sai chỉ năng tiết mến miên trả đi Lé khỉu ra bên châu khía chỉ mùi nâng sửa rổ mát xì giả Chui thuê bạch xó bẹp cả Về lực từ lực bạch mình miền ca rồi nâng mình miền ca rồng khản Pra tại vì mục ní nâng tự tụi bàn bạch xó đòi nhí còn anh ao kinh chắc anh ấy pra còn anh Miền ấy nhưng có mong tiết ban tám mạng Bạn bông xong mà chia sray lên khiêu càng bảo nó vì stop ấy bông hả
អូខេសូមស្វាគមន៍សាថ្មីយើងសូមបន្តសាច់រឿងភ្លាមតែម្ដងអរគុណសម្រាប់ការរងចាំហើយដល់ពេលវេលាដែលពុកម៉ែបងប្អូនពេលវេលាដ៏មានតម្លៃសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តសាច់រឿងសង្សារចាស់ featuring ជាមួយអ៊ីចុងភៅតោះចាគេខមមិនអញ្ចឹងអូខេអញ្ចឹងខ្ញុំក៏ឃើញណាខ្ញុំក៏ប្រាប់ថាកតុបហ្នឹងអត់ឲ្យម្នាអ្នកមានទង្ងន់នៅទេហើយឪហ្នឹងក៏គាត់និយាយថាត្រូវម៉ាច់ឲ្យកូនហ្នឹងលែងមានកូនដែរនៅទៅមិនអីទេយើងក៏ចាប់ដើមដើរចុះមកវិញបាទដើរចុះមកវិញខ្ញុំប្រតាក់ភ្នែកជាមួយនឹងឪគាត់គាត់មើលអាសេរីដូចអញឃើញដែរដូចយល់គ្នាណាមើលមកដូចយល់គ្នាខ្ញុំក៏មើលមុខគាត់ខ្ញុំក៏ងក់ក្បាលដាក់គាត់បន្តិចទៅយើងយល់គ្នាហើយបាទអញ្ចឹងខ្ញុំក៏ដើរចុះទៅដល់ក្រោមជាទូទៅកម្មចដាវាមានកាច់ទេបងខ្ញុំដើរមកអាយើងកាច់ចុះក្រោមខ្ញុំមិនបត់ខ្លួនខ្ញុំក៏មើលទៅកតុបហ្នឹងវាចៃដន្យអីខ្ញុំវាឃើញសក់មួយដុំដែលដូចស្រីផ្ទះមានស្រីមិនសក់ជ្រុះនៅឥតបាទនៅក្លៀតអញ្ចឹងទៅហ្នឹងហើយតែសក់ហ្នឹងវាមូលជាដុំហើយដុំប្រហែលប៉ុណ្ណាហ្មងវាមើលទៅឃើញជាសក់តែម្ដងអូចឹងមិនឯងរឿងធំដែរធំដែរដូចយើងនិយាយជានារីនៅផ្ទះដឹងហ្នឹងមែនទេអាពេលសក់ជ្រុះហើយយូរទៅដាច់ចូលគ្នាមួយដុំហ៎បាទតែជាធម្មតាអត់សូវច្រើនទេតិចហ្នឹងហើយតិចតែយើងមើលមកឃើញវាមកកញ្ញុបហើយវាយើងមើលដឹងថាសក់មួយដុំកន្លាញ់ចូលគ្នាស្អីសក់ហ្នឹងដូចខ្យល់បក់អញ្ចឹងមកវឺទៅក្បែរអាទ្វាប្អួចទ្វាចូលកតុបកូនស្រីហ្នឹងណាបាទខ្ញុំឃើញដៃខ្មៅលុកពីទ្វាហ្នឹងយកសក់អិនទៅមកខ្ញុំគិតថាខ្ញុំឃើញទេយ៉ារិនតែខ្ញុំសប្បាយចិត្តពីព្រោះកូនប្រុសគាត់ណាលន់មាត់ថាដៃអីឃើញដែរឃើញទាំងអស់គ្នាគ្រូគេធំដែរអូចឹងគាត់ថាដៃចឹងខ្ញុំក៏អត់មាត់ថាខ្ញុំក៏ទះស្មាគាត់ដែរយល់គ្នាហើយចាំនិយាយក្រៅទៅបាទចេះផុតពីហ្នឹងចាប់ពីពេលហ្នឹងមកខ្ញុំអត់នៅផ្ទះហ្នឹងទៀតទេខ្ញុំក៏អត់បានរៀបហុងស៊ុយផ្ទះហ្នឹងដែរពីព្រោះខ្ញុំដឹងថាផ្ទះហ្នឹងគឺមានបញ្ហាបាទខ្ញុំក៏ចាប់ដើមបបួលគាត់ទៅនិយាយគ្នានៅហាងកាហ្វេណាត់គ្នានៅថ្ងៃផ្សេងថាមកពីមូលហេតុអីនិយាយសាច់រឿងទាំងអស់ដែលខ្ញុំបានប្រាប់បងមិញហ្នឹងមកហ្នឹងគឺដឹងពីពេលហ្នឹងបាទយល់ទេអូយល់ដោយសារបងឯងទៅពេលទៅនោះទៅមើលផ្ទះហុងស៊ុយផ្ទះអីធម្មតាទេហ្នឹងហើយអញ្ចឹងសាច់រឿងដឹងទាំងម៉ានគឺថ្ងៃបន្ទាប់ដែលមកណាត់គ្នាជួបនៅហាងកាហ្វេហ្នឹងហើយដែលនិយាយហ្នឹងដែលដឹងមករាយទាំងអស់មិញហ្នឹងបាទមកនិយាយមិញហ្នឹងគឺដឹងអាកន្លែងហាងកាហ្វេហ្នឹងយល់អញ្ចឹងខ្ញុំថាផុតដៃខ្ញុំហើយអញ្ចឹងខ្ញុំនាំអ្នកផ្សេងទៅជួយមើលបាទខាងនោះមួយទៀតណាបាទអញ្ចឹងក៏គេមើលចុះមើលឡើងគេប្រមើមើលចុះមើលឡើងគេថាផ្ទះហ្នឹងគឺមានចិញ្ចឹមគេមានចិញ្ចឹមព្រាយនិយាយចឹងព្រាយហ្មងហ្នឹងហើយគេនិយាយចឹងហ្មងមានចិញ្ចឹមព្រាយហើយគេថារៀនកញ្ចក់វែងវាដូចនឹងអ្វីដែលយើងឃើញដែលយកសក់ហ្នឹងបាទអញ្ចឹងក៏ចាប់ដើមទៅមើលផ្ទះហ្នឹងឡើងបានហើយយើងទៅមើលផ្ទះដើមគឺផ្ទះវីឡាដែលគាត់លែងទៅនៅជាលើកទី2នោះតែទៅលើកនេះផ្ទះហ្នឹងស្អាតជាងមុនអត់មានទុកទេពីព្រោះអីមានអ៊ីចុងភៅហើយគាត់មួយអាទិត្យមកសម្អាត2ដងអញ្ចឹងគាត់មកតែឯងទេមកបោះជូរសម្អាត2ដងអញ្ចឹងទៅផ្ទះហ្នឹងក៏វាមានសភាពស្អាតមិនជាកក្រិចអីប្រហែលដើរទៅវាមិនជាប់ដីទេបាទអញ្ចឹងក៏ដើរច្រែចុះច្រែឡើងក៏ប្រទះឃើញរបស់មួយដែលគេហៅទៅលើកទី1ហ្នឹងប្រទះឃើញរបស់មួយគឺនៅក្នុងធុងអង្គពីអង្គហ្នឹងណាគឺមានដុំកថាហើយនឹងដបប្រេងទូចមួយដបប្រេងបែបម៉េចដបប្រេងហ្នឹងដូចដបទឹកអប់អាគេចាក់លក់ហៀយអាទូចហ្នឹងហើយទូចហ្នឹងណានៅក្នុងគេសន្សំមាសហ្នឹងអាមានឆ្លងបណ្ដាសេរីទូចហ្នឹងនៅក្នុងពីងហ្នឹងហើយអង្គហ្នឹងហេតុអីបានគាត់ឃើញដោយសារអង្គហ្នឹងវានៅសល់តែបាតគាត់គ្រាន់តែកវាគឺឃើញអង្គហ្នឹងតែម្ដងឃើញអាគ្រឿងនៅក្នុងបាតអង្គយល់ដោយសារអង្គវាចិត្តអស់បាទអញ្ចឹងគាត់អ៊ំហ្នឹងក៏គាត់ឆ្ងល់មែនទេកូនភាសាគាត់ឆ្ងល់ថាពេលចេញទៅផ្ទះអង្គដូចនៅពេញទេអីអត់នៅដូចអត់មានយកអង្គទៅទេចាំមិនបានអង្គអស់បាទគាត់ក៏គិតថាគីឡូអ៊ីចុងភៅស្ដាយគាត់បាយកទៅផ្ទះនឹងទៅដាំទៅបាទគាត់យកហូបទៅហ្នឹងហើយអញ្ចឹងគាត់រកឲ្យអស់ចាំគាត់ថាផ្ទះហ្នឹងអត់ល្អទេផ្ទះហ្នឹងមានព្រាយមានអីនៅមានអីចឹងទៅអាហ្នឹងខាងគេអាគុំមួយទៀតគ្នាខ្ញុំហ្នឹងណាបាទហ្នឹងហើយត្រឡប់មកម្លងបានមួយរយៈក្នុងចន្លោះពេលដែលយើងទៅពិភាក្សាពូនតដោះស្រាយហ្នឹងប្តីប្រពន្ធគាត់នោះកូនភាសាគាត់ហ្នឹងណា
គេងនៅក្នុងកតុបជាមួយនឹងកូនប្រពន្ធខ្លួនឯងហើយយប់ឡើងគាត់ចូលកតុបទឹកជាទូទៅផ្ទះល្វែងទ្វារកតុបទឹកមិនអាចពេលខ្លះអាចឈរមកមើលឃើញកតុបក្រែខ្លួនឯងគេងហ្នឹងហ្មងគាត់ឈរមកយើងបិទទ្វារហើយផ្ទះគាត់អត់ប្រើអំពូលរាត្រីទេគាត់បើកអំពូលកតុបទឹកជំនួសអំពូលរាត្រីហ្នឹងហើយគាត់ទាញទ្វារមកវាសល់បន្លោះប៉ុណ្នេះឯងឲ្យភ្លឺបន្តិចប៉ុណ្្នឹងបានហើយឲ្យភ្លឺបន្តិចកុំឲ្យភ្លឺពេកកុំឲ្យកលិចងាត់ពេកយល់ប៉ុន្តែវិច័យដុតនេះវាមិនមែនជាពលឺដែរសាច់វាជាពលឺដែលវាស៊ីមួយអំពូលម៉ែត្រគាត់ថាឃើញតែមួយឆ្នោតទេហ្នឹងហើយឃើញតែមួយឆ្នោតទេឃើញចំពោះប្រពន្ធគាត់ចាំងមកវាចំមួយឆ្នោតពោះប្រពន្ធគាត់កាប់ណាយល់ហើយគាត់ឈរនៅអាកន្លែងចុះចេញពីតុបទឹកមិនឈរបិទទ្វារចេះត្រូវហើយវាចាំងទៅឃើញអញ្ចឹងគាត់នៅក្នុងប្រពន្ធគាត់ក្របភួយប៉ុន្តែគាត់ឃើញអានៅក្នុងភួយហ្នឹងដៃវើកចេះដៃពោះគាត់ថាឃើញវើកអញ្ចឹងគាត់ក៏ស្ទុះទៅទាអាភួយហ្នឹងមកដល់នៅក្នុងអាវហ្នឹងទៀតគាត់ថាគាត់ឃើញនៅក្នុងអាវហ្នឹងវើកអញ្ចឹងហ្មងគាត់ក៏ចាប់មើលថាបើកមើលផ្នែកពោះហ្នឹងគាត់ថាគាត់មិនស្វាំងផ្នែកទេគឺគាត់ឃើញម្រាមដៃត្រឹមនេះចេញពីក្នុងពោះកូនហ្នឹងចេញពីក្នុងពោះវិញហើយគាត់ដាល់3 4ដៃដាល់ពោះប្រពន្ធខ្លួនឯងណាដាល់ពោះប្រពន្ធខ្លួនឯងចុះមនុស្សតុបគាត់ថាគាត់តុបអត់ជាប់ហ៎ប្រពន្ធខ្លួនឯងចោលពោះហើយធ្លាប់មានអាពីបញ្ហាស្ត្រីនឹងទៀតហើយតែធ្ងន់ទៀតអញ្ចឹងក៏ចាប់ដើមមករលែងគ្នាម៉ែឪថាចង់សម្រាប់កូនគាត់អីចឹងណាហើយគេគាត់ខំប្រាប់ថាចេះមួយចុះពីរម៉ែនោះកុំមិនគ្រប់ត្រទៀតធម្មតាគេស្លាញ់កូនហ្នឹងហើយចុះឡើងបានគេប្រាប់ថាគេចង់បែកបាក់គូហ្នឹងកុំទាន់អាចឆ្លោះគ្នាខ្ញុំមួយទៀតដែលគ្រូហ្នឹងណាតុបសិនគាត់ថាអាហ្នឹងហឹង្សាហើយចង់ញាត់វាគុកក៏ញាត់ទៅប៉ុន្តែកុំឲ្យលេងកុំចាញ់គេកុំចាញ់កលគេកុំចាញ់កលគេគាត់ក៏បបួលទៅផ្ទះហ្នឹងម្ដងទៀតអត់តែម្ដាយឲ្យកូនស្រីហ្នឹងឯងដើរមើលទាំងអស់កូនប្រុសច្បងគាត់ណាសុកទៅដើរមកដល់ក្រៅផ្ទះគេមិនប្រាប់ដូចទៅមើលអញ្ចឹងមិនប្រាប់ទេលោកគ្រូនេះចក្រានបាយនេះកតុបរបស់អ្នកនៅជាមួយគាត់គ្រាន់តែកាច់ទ្វារគាត់ថាកតុបអ្នកនៅជាមួយមើលទៅបើកមិនបានទេព្រោះគេចាក់សោគាត់ក៏ទៅសាកបើកចេញអ្វីដែលបងឯងដឹងឃើញណាគឺនៅក្នុងហ្នឹងមានកូនតុកមួយប្រហែលប៉ុណ្ណឹងទូជាងហ្នឹងកូនតុកអាកូនក្មេងរៀន ABC ទៀបទូចមានជើងពៀនមួយដាក់កណាត់ក្រហមដបប្រេង2 3ដបនៅក្នុងហ្នឹងហើយមានសែនឈាមមាន់ឈាមមាន់ដុំហើយជាមួយនឹងសាច់ប្រភេទសាច់ក្រហមសាច់ឆៅបាទហើយយើងដឹងហើយថាអ្នកណាឯងមែនទេគាត់ទៅចាប់អ៊ីចុងភៅហ្នឹងមកសួរកុំរៀមផងបដិងផងរហូតដល់ថាគេហៅថាមុតរឹងណាចាប់គាត់ធ្វើម៉េចអានេះរៀងខុសបន្តិចតាមដែរឲ្យសម្ពាធឲ្យគាត់ឆ្លើយឲ្យគាត់លូកដៃក្នុងតកកអត់ឲ្យដកអីរហូតដល់ឆ្លើយ5តកកដូចធ្វើទរណកម្មហ្នឹងហើយសេរីអញ្ចឹងប៉ុន្តែវាមិនដល់ថ្នាក់មានរបួសអីទេណាគាត់ថាបាក់ធំឲ្យគាត់និយាយអញ្ចឹងចុងក្រោយក៏គាត់នៅតែមិននិយាយក៏ប្រឡែងមកវិញទៅអីគ្នាខ្ញុំប្រាប់ថាបើឲ្យធ្វើអញ្ចឹងវាអត់សមទេខុសច្បាប់អីចឹងកុំធ្វើអញ្ចឹងអីណាឲ្យគាត់និយាយតាមសម្រួលអីទៅក៏គាត់មានបញ្ហាអីរឿងគាត់រឿងអីគាត់ខ្លាចខ្មោចខ្លួនឯងអីគាត់សែនខ្លួនឯងអីចឹងណាតែអ៊ំហ្នឹងក៏គាត់និយាយអារបៀបចូលមโนសញ្ចេតនាម្ដងណាថាហេអត់អាណិតអញទេអញជួយហែងចេះជួយហែងចោះអីចេះមួយចោះពីរហែអត់អាណិតទេហែងធ្វើអីហែងប្រាប់មក1 2 3 4គាត់និយាយទៅបានគាត់ប្រាប់ថាគាត់ដំបងឡើយគាត់អត់ដឹងងងអីទេគាត់ដឹងត្រឹមតែថាគាត់ចូលចិត្តអតីស័កអិចសង្សារកូនស្រីហ្នឹងអ៊ីមួយខែ60,000ចិញ្ចឹមព្រាយគេឲ្យ60,000 60,000ធ្វើកិញយកអាវ៉ាន់ចូលផ្ទះហ្នឹងដូចគ្នាយើងទាយមែនតែមិនមែនស្រឡាញ់ទេណាគាត់ថាដំបងគាត់ថាគេយាយស្រឡាញ់ខ្ញុំនេះយាយគ្រប់គ្រងខ្ញុំដែរតែអីស្រឡាញ់ចូលចិត្តយាយជួយខ្ញុំមួយមកនេះយកនេះដាក់នេះទៅហើយទុនចិត្តពួកគាត់បន្តិចដើម្បីពួកខ្ញុំបានជួបគ្នាកាប៉ិតគឺដាក់ស្នេហ៍តែមានព្រីមកហើយរបស់ដែលគាត់ដាក់បំផុតគឺតាមអង្គតាមអាហារថ្ងៃដែលកូននឹងទាញកង់ហើយឃើញអ៊ំនឹងប្រែទឹកមុខហ្នឹងណាបាទគឺមិនលើកបាយមកឲ្យញ៉ាំបាទអ៊ំនឹងអត់បានញ៉ាំទេគាត់ឃើញគាត់ដើរមកប្រាប់កូននឹងថាជួយទិញកាហ្វេដោះគោឲ្យមួយកែវអត់ហើយគាត់អត់ញ៉ាំទេអ្នកដែលញ៉ាំគឺម្ដាយគាត់អញ្ចឹងម្ដាយគាត់ត្រូវតាំងពីពេលហ្នឹងមកតាំងពីអាញឹមចាប់ដើមញ៉ាំហ្នឹងហើយបន្តញ៉ាំបាយហ្នឹងរហូតដល់បាយឃើញកូននឹងនិយាយជាមួយឪពុកឯថាគឺគាត់
mình đai nhắm bay tiaគាត់ខ្ជិលញ៉ាំបាយtiaគាត់ទៅញ៉ាំបាយឡើងផ្សេងពីព្រោះឪកូនគឺគេដឹងសាច់រឿងហ្នឹងតាំងពីដើមមកយល់ចាំពួកអីកូនប្រុសហ្នឹងនិយាយចេះមិនឲ្យឲ្យទៅបាយក្រៅប្រហែលពាត់ហ្នឹងបាយខាងលាងចានហងត្រឡប់មកឪកូនមិនឃើញយកផ្លែឈើឡើងចដើមុខប្រែទៅឪគេប្រាប់ម្ដងបើប៉ាវិញណាប៉ាអត់ឃើញអញ្ចឹងទេឃើញវាអង្គុយស៊ីបាយហ្នឹងចានតែមួយអាខ្មោចហ្នឹងអង្គុយស៊ីជាមួយវាចុះអ្នកនៅជាមួយមិនមែនអង្គុយញ៉ាំនៅមុខណាមិនអង្គុយញ៉ាំកលៀតហូបឲ្យមានកន្លែងល្អអង្គុយទៅទៅហ៎គាត់អ្នកមានអាសាគាត់មើលឃើញគាត់គ្រាន់តែដើរទៅគឺគាត់ឃើញថាអាមួយហ្នឹងអត់ស្រួលហើយគាត់ឃើញគឺអង្គុយស៊ីមុខគ្នានឹងតែម្ដងស៊ីបាយមួយចានរួមគ្នានឹងគឺគាត់សង្ស័យតាំងពីដើមហើយគាត់ដែរហូបរបស់ម្នាក់នឹងធ្វើឲ្យទេចង់ហូបអីធ្វើខ្លួនឯងចង់ហូបអីធ្វើខ្លួនឯងប៉ុន្តែគាត់គិតថាមួយយ៉ាងគាត់គិតមួយបែបទៀតណាគាត់គិតថាអ៊ំហ្នឹងគាត់គិតមិនដល់ថាទៅជាគិញរបស់គេហ្នឹងហើយគាត់គិតមកផ្លូវទៀតថាខ្មោចលងម្នាក់ហ្នឹងដែរអានេះវាទៅវាសុំឈប់ឲ្យវាឈប់ទៅបើគាត់ឃើញលងមែនចុះធម្មតាមនុស្សនឹងផ្ទះមួយគ្នាຕົកចិត្តហ្នឹងហើយគាត់ថាគាត់ឃើញលងមែនឲ្យវាទៅឲ្យវាឈប់ទៅតែជាក់ស្ដែងគឺមកបើឯងចាំអាវៈដែលគាត់កាត់ក្បាលកូនក្មេងហ្នឹងហើយជីយកពេលសមាធិបាទគឺគាត់បានយកដៃគោ7ដើមដាក់ចូលក្នុងកំប៉ុងជើងធុកអាសនៈរបស់កូនបងអូខេដែលធ្វើឲ្យរបួសអ្នកដែលថែរក្សាកូនបងនឹងចាហើយក្បាលកូនក្មេងនឹងគឺជាក្បាលកូនរបស់សង្សារចាស់ដែលមានជាមួយនឹងកូនស្រីនឹងចាំមានន័យថាម្នាក់ស្រីហ្នឹងគឺធ្លាប់មានឈួរមានកូនម្ដងមួយសង្សារចាស់ហើយពេលដែលម៉ែបខំឲ្យបំបែកហ្នឹងណាដែលឃើញមកវគ្គនោះដែលខ្ញុំប្រាប់ថាឲ្យដើររត់ទៅលួងតែឃើញម៉ែមួយកូននឹងយំហ្នឹងណាគឺម៉ែកំពុងតែឲ្យកូនហ្នឹងទៅយកកូនចេញទៅតន់ថ្មីកុំឲ្យឪហែងដឹងកុំឲ្យអ្នកស្រីហ្នឹងប្រោយអូអញ្ចឹងយកមកតន់តែហ្នឹងណាតន់ចង់មកគាត់ក៏អាហ្នឹងសាច់រឿងតមកបាយដឹងចុងក្រោយហេតុអីបានអ៊ំនឹងត្រឡប់មកវិញម្ដងទៀតទេអ៊ីចុងភៅហ្នឹងហើយគាត់មិនឈប់ម្ដងដោយសារតែគាត់ដឹងថាខ្លួនគាត់កំពុងតែដើរលើផ្លូវខុសហើយគាត់កំពុងតែជួយគេក្នុងផ្លូវងឹតអញ្ចឹងគាត់មានតួនាទីចិញ្ចឹមគេចិញ្ចឹមព្រាយសែនយើងដូចចូលសង្គមងឹតអញ្ចឹងណាតែចូលឲ្យចេញឲ្យរួចទេសែនឲ្យគេមានរិទ្ធណាចឹងគេតាមអុកលុកធ្វើបាបយល់ហើយចឹងហើយបានគាត់ព្យាយាមទេទៅអ៊ំប្រុសដែរតែអ៊ំប្រុសអត់ព្រមលើកហ្នឹងហើយបានគាត់ត្រឡប់មកម្ដងទៀតមករកផ្ទះហ្នឹងពីព្រោះគាត់អ៊ំប្រុសហ្នឹងគឺគាត់ដាច់ញ៉ាត់មិនឲ្យគេដឹងថាផ្ទះថ្មីគាត់នៅឯណាទេពីព្រោះខ្លាចគេមកដាក់ម្ដងទៀតត្រូវអីសំបីតែអ៊ីហ្នឹងខ្ញុំឆ្ងល់ដែរគ្រាន់តែទេលើកមានអីប្របាក់រកគ្នាមានអីត្រូវបាត់តំណតំណងចឹងមិនថាកំប៉ុងតែព្យាយាមកិច្ចអំពីអ៊ំចុងភៅហ្នឹងបាទហើយអ៊ំចុងភៅហ្នឹងមករកប៉ុន្មានដងហើយអត់ឃើញទេអត់ជួបទេផ្ទះហ្នឹងបិទចោលអ៊ំនឹងធ្វើទុកដែរទៅស្រុកណាតាមទៀមគាត់គ្រប់កន្លែងរហូតដល់គេថាអ៊ំនឹងចេះធ្មប់នៅស្រុកណាជួនកាលគាត់ថាគាត់ដើរពេលយប់ដើរអីចឹងគេឃើញខ្មោចនឹងដើរតាមគាត់យកតម្រងក៏មានដែរអ្នកស្រុកអ្នកភូមិហ្នឹងយល់ពីព្រោះដើរតាមឲ្យគាត់អញ្ចឹងត្រូវឯងសំបីអាបាយហើយគាត់ថាគាត់អណាធម្មតារបស់គេបានស៊ីហ្នឹងហើយអត់ឲ្យគេហោះរឿងហើយមូលហេតុអីដែលគាត់មករត់ផ្ទះហ្នឹងរហូតអីពេលដែលបិទមិនមែនគាត់មកលេងទេគឺគាត់ចង់ត្រឡប់មកវិញដើម្បីឲ្យគាត់សុខចិញ្ចឹមគេធម្មតាវិញអញ្ចឹងក៏គាត់មកកូននឹងឃើញមានបញ្ហារហូតតមកចាមួយខែ60,000ស៊ីឈ្នួលចិញ្ចឹមឲ្យគេហើយអង្គយកពីណាមកបេឲ្យតែអស់គេទិញឲ្យខ្ញុំភៅហ្នឹងអាមួយហ្នឹងគេផ្គត់ផ្គង់គេយកមកគេឲ្យលាយជាមួយនឹងអង្គក្នុងផ្ទះហើយញ៉ាំទៅអញ្ចឹងគេកំណត់មកបេមកទឹកមករូបមកកាពីសិលអីចឹងទៅអញ្ចឹងពេលរើផ្ទះភ្លាមមកទៅភ្លាមនេះมันបាទៅទាំងអស់បាទមានបានតែដឹងថាក្នុងហ្នឹងមានសល់អារបស់អស់ហ្នឹងនៅក្នុងហ្នឹងគេចាប់បានណាយល់អញ្ចឹងมันគាត់យកអង្គទៅទាំងអស់ដើម្បីទៅដាំទៅផ្ទះនោះអញ្ចឹងមកពេលដែលគាត់ត្រឡប់ទៅនៅផ្ទះនោះម្ដងទៀតឃើញម្ដាយហ្នឹងចាប់ដើមអញ្ញឹមមកវិញបាទកូនហ្នឹងចាប់ដើមរៀងសើមកវិញអីចាប់ក្នុងចាប់ដើមហ្នឹងពីមុនផ្ទះហ្នឹងដែលអត់មានអីទៅជាខ្ញុំឃើញទៅជាឪគាត់ឃើញមានខ្មោចមានអីនៅក្នុងផ្ទះហ្នឹងយល់ដន់ណាបាទអញ្ចឹងត្រឡប់មកវិញហេតុអីបានម្ដាយហ្នឹងបំបែកសង្សារហ្នឹងដោយសារគាត់លឺគាត់សើបកូនហ្នឹងស្អាតតែរូបតែចរិតអត់កើតកូនប្រុសហ្នឹងហ្នឹងហើយអិចសង្សារគេនេះខាងប្រុសគាត់ថាគាត់ធ្លាប់មនុស្សទុកចិត្តចាស់ហើយហ្នឹងដល់កតុបក្រោមហ្នឹងកតុបដាក់កៅអៅប៉ាក់គាត់ទៅហូបការហូបអីបាទគាត់ថាគាត់ពងតែឈងបិទលេវអញ្ចឹងណាគាត់
ទ្វារមិនបិទអត់ចិត្តគាត់ឃើញកូនហ្នឹងលួចមើលគាត់ដូរកៅអៅអញ្ចឹងគាត់ចាប់ដើមសង្ស័យហ៎គាត់ចាប់ដើមសង្ស័យថាដូចមិនស្រួលអាលីងលៀមហ្នឹងហើយដូចច្រើមដូចខូចខលណាបាទខូចខលដល់ហើយមិនជីឡានជាមួយគ្នាអាកូនហ្នឹងដប់កូនគាត់យើងសង្សារគ្នាយើងកាន់ដៃគ្នាយើងកាន់ធម្មតាទេតែគាត់នោះអាកាន់របៀបបបោះនឹងឯងរបៀបមើលមកគឺថាអត់មានសុវត្ថិភាពមិនមែនជាការចាប់ដៃគ្នាក្នុងភាពកក់ក្ដៅអីមួយទេគេថាមនុស្សដៃលវៀមណាបាទអញ្ចឹងគាត់ចាប់ដើមទៅស៊ើបប្រវត្តិព្រោះគេនោះគេថាចិត្តគ្នាដែរអញ្ចឹងណាស៊ើបចុះស៊ើបឡើងមិនដឹងថាកូនហ្នឹងអាមួយប្រុសហ្នឹងវាល្មោបអញ្ចឹងបានគាត់ដឹងបានគាត់មកសួរកូនសម្លុតសួរកូនដល់ពេលយំហ្នឹងបានដឹងថាបាត់អត់ឃើញមកគាត់តេស្តក៏អីទៅក៏ដឹងថាមានអីទៅអេកូមើលអីចឹងទៅឃើញថាមានទីទូជាអីគាត់ក៏កុំឲ្យជីវិតវាវែងឆ្ងាយជាងនឹងទៀតអញ្ចឹងខ្ញុំសុំលាក់មុខរបរគាត់ហេតុអីបានគាត់ care លើកិត្តិយសដោយសារតែមុខរបរគាត់រស់បានដោយសារកិត្តិយសចាអញ្ចឹងគាត់ត្រូវតែប្រយ័ត្នហើយគាត់ថាគាត់មិនអស់ចិត្តសោះមនុស្សស្អាតបាតមនុស្សមើលមកហំហានមានរៀងមានតិចដុំមានអីដែរទៅជាអញ្ចឹងតោះណាបាទមើលឃើញឯងជួនកាលទៅដូចខ្ញុំអញ្ចឹងណាឃើញសភាពចូលចិត្តផឹកផ្សេងនោះគេអាក្រក់ដូចផ្លូវផ្សេងហ្នឹងអាក្រក់ដូចតែគ្នាងាត់ដូចគ្នាទេមួយផ្សេងគ្នាហើយឡៃនេះប្រហែលជាមិនដឹងថាប៉ះពាល់ឬអត់ទេពាក់ព័ន្ធជាមួយនឹងកូនប្រុសហ្នឹងគឺបានគាត់មានជំងឺកាមរោគគាត់មានដៃគូច្រើនគាត់មានដៃគូហ្នឹងហើយមូលហេតុដែលកូនស្រីនោះតែមិនចង់ទុកកូនដោយសារតែគាត់ក៏ជាជនរងគ្រោះមួយដែរយល់ហើយឆ្លងជំងឺដែរចាខូចខលហ្នឹងហើយអញ្ចឹងបានគាត់គេថាមនុស្សកន្លែងហ្នឹងក៏គេហៅថាចេះមិនហ៊ានប្រាប់គេខ្លាចខ្មាស់គេតែពិតមែនតើទៅបើយើងមើលមែនតើដូចឪពុកគាត់ក៏ប្រាប់កូននោះដែរពេលដឹងរឿងមកណាថាពេលអ្នកមានកូននេះគេមានរបៀបគេការពារកុំឲ្យឆ្លងកុំឲ្យអីទេប៉ុន្តែគាត់ទៅជាគិតថាខ្លាចកូនកើតមកមានដែរអញ្ចឹងគាត់ចាប់ដើមបាត់ហ៊ានប្រាប់គេថាគាត់ចង់យកចេញដោយសារតែបញ្ហាហ្នឹងចឹងគាត់រកវិធីមុខនឹងអាពេលដែលគាត់នឹងវារំបើវាយផងនិយាយថាត្រូវរបស់គេផងអីផងក៏គិតខ្លីធ្វើបាបខ្លួនឯងចឹងទៅខ្ញុំសង្ស័យអិចម្នាក់កូនស្រីហ្នឹងណាស្រឡាញ់ម្នាក់ស្រីហ្នឹងសុំវាតែងុំមើលឃើញខាងគ្រួសារខាងនោះលឺអ៊ំនឹងថាអត់ទេបានរៀងយងអត់ទេចង់និយាយចេះហ្នឹងហើយតែចង់បានម្នាក់ស្រីហ្នឹងគឺដោយសារតែចង់បាក់ចង់ឃើញទ្របហ្នឹងចឹងបានអ៊ំប្រុសហ្នឹងគាត់ថាមួយហ្នឹងបានតែរៀងទេបានតែស្អាតហ្នឹងហើយនេះគេសុំ location សង្សារចាស់ហ្នឹងឲ្យទៅកាប់ហ្មងក្នុង comment អាណិតគ្នាគេហៅថាដល់ថ្នាក់បើមែនតើនេះខ្ញុំអត់បានជួបទេណាតែអ៊ំហ្នឹងគាត់ថាឮដំណឹងមកថាស្គមហើយចិត្តហ្នឹងហើយជាបាលលេងគេថាជំងឺនេះជាទូទៅមានថ្នាំជួយប៉ុន្តែគ្នានោះដូចវេះដូចក្នុងប្រហែលពាន់អ្នកដែលគិតវេះជាបាលយល់ហ្នឹងហើយអញ្ចឹងវាដល់ដំណាក់កាលច្រើនមុខនៅក្នុងនឹងតែមួយយល់ហើយតែខ្ញុំក៏រឿងតទៅទៀតរឿងគ្រូសាគេខ្ញុំអត់បានដឹងថាបញ្ចប់របៀបម៉េចអីមួយអ៊ំហ្នឹងគេធ្វើរបៀបម៉េចអ៊ីចុងភៅហ្នឹងគេធ្វើរបៀបម៉េចខ្ញុំអត់ដឹងសាច់រឿងទៀតទេចាយល់តែឆ្ងាញ់ណាឆ្ងាញ់ខ្លាំងហ្មងតែស្ដាប់យល់អត់ខ្ញុំខ្លាចតែស្ដាប់យល់តួយល់តែម៉េចមនុស្សជក់ស្ដាប់ឡើង 3K នេះអ្នកអរគ្នាបើខ្ញុំស្ដាប់យល់អីដោយសារខ្ញុំងាយស្រួលស្ដាប់ហើយព្រោះគាត់ស្ដាប់អញ្ចឹងខ្ញុំអត់ដឹងថាអ្នកអរគ្នាស្ដាប់យល់អត់អញ្ចឹងបើអ្នកអរគ្នាស្ដាប់យល់ក៏មិនអសរយកបេះដូងបាត់ក្រូចអ្នកមួយមកដើម្បីឲ្យពួកយើងបានដឹងថាអ្នកអរគ្នាស្ដាប់យល់បាទអូខេខ្ញុំខ្លាចអត់យល់ទួយយើងច្រើនមិញហ្នឹងខ្ញុំស្ដាប់ប្រហែលព្រោះអីមុនហ្នឹងខ្ញុំសាងកំហុសមួយគឺគេហូបអីហ្នឹងខ្ញុំឈ្ងុយពេកខ្ញុំរត់ទៅហូបបាត់ដល់ពេលមកស្ដាប់វិញក៏នៅតែយល់ដែរអត់អីទេបាទតាមពិតបើយ៉ាងនេះបាននៅស្ដាប់ពី intro ដំបូងហ្មងគឺវាបតកលាគ្នារហូតអញ្ចឹងសម្រាប់សាច់រឿងនេះគ្នាយើង comment ច្រើនហើយសង្សារចាស់អ៊ីចុងភៅសង្សារចាស់ XE ចុងភៅក៏ប៉ុន្តែខ្ញុំស្រុកបោះ status ម្ដងរឿងបដាការហ្នឹងណាហើយដល់ពេលឲ្យគេសួរហើយខ្ញុំទៅសេខាងក្រុមមួយទៀតថាអ៊ីចុងភៅអ្នកស៊ីឈ្នួលចិនព្រាយអ៊ីចុងភៅអ្នកស៊ីឈ្នួលឡើងហើយមើលអ្នកដែលគាត់ធ្លាប់តាម profile ខ្ញុំគាត់អានខ្លីៗហ្នឹងប្រហែលជាគាត់ដឹងអូខេអ្នកអរនេះយកឃើញមិនដែរចំពោះសាច់រឿងទី1លោកគ្រូចិនសែម៉ុងដោយសារថ្ងៃនេះគាត់ចែកម្លែកតែមើលរឿងដែរទេហើយសាច់រឿងធំដែរខំមកជឿបាទអញ្ចឹងអ្នកអរនេះដឹងហើយថាកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកម្មវិធីកម្សាន្តបែបរន្ធត់ប៉ុណ្្នឹងទេ
អត់ដាច់ខាតអ្នកនរគ្នាត្រូវតែជឿដាច់ខាតត្រូវតែមិនជឿទេសូមស្ដាប់ដោយប្រើវិចារណញ្ញាណទាំងអស់គ្នាអញ្ចឹងពីខ្ញុំទៅគ្រាន់បង្កើតដើម្បីកំសាន្តអារម្មណ៍អ្នកនរគ្នាបន្ទាប់ពីធ្វើការយ៉ាងនឿយហត់ត្រឡប់មកផ្ទះវិញមានកម្មវិធីស្ដាប់កំសាន្តមុនចូលគេងតែប៉ុណ្្នឹងទេ